សាច់រឿងនេះគឺចាប់ផ្ដើមកើតឡើងនៅកន្លងឆ្នាំ2003ហើយរឿងនេះដែរគឺបានចែករំលែកដោយអ៊ំប្រុសម្នាក់ក៏ប៉ុន្តែខ្ញុំបាទក៏សូមអធិស្ឋានដែលមិនបង្ហាញឈ្មោះរឿងរ៉ាវទាំងអស់នេះគឺបានកើតឡើងនៅក្នុងភូមិមួយនៃខេត្តកំពង់ធំបើតាមអ៊ំប្រុសម្នាក់ដែលគាត់បានចែករំលែកឲ្យខ្ញុំបានដឹងមានតាម្នាក់ដែលគាត់មានឈ្មោះថាតាថងម្នាក់នេះដែរគឺគាត់គឺជាអ្នកចេះរបៀននៅមន្តអាគមអូមអាមក៏ប៉ុន្តែរបៀននៃមន្តអាគមនេះហើយដែលធ្វើឲ្យគាត់ក៏ក្លាយទៅជាគ្រូធ្មប់ហើយតាថងម្នាក់នេះដែរគឺគាត់បានស្លាប់នៅកន្លងឆ្នាំ2007មូលហេតុដែលគាត់ស្លាប់ក៏ព្រោះតែគាត់ប្រើមន្តខ្មៅធ្វើអំពើដាក់អំពាន់ទៅលើគេនេះឯងទៅធ្វើឲ្យគ្រូដែលគេដោះអំពើអ្នកដែលត្រូវអំពើគាត់គេក៏បានផ្ចាញ់ផ្ចាលបកមកវិញដូច្នេះហើយមន្តខ្មៅនៃអំពើដែលគាត់បានធ្វើទៅលើគេវាក៏បានឡងមកត្រូវតាថងវិញធ្វើឲ្យគាត់ក៏បានបាត់បង់ជីវិតនៅពេលនោះតែម្ដងទៅនេះគ្រាន់តែនិយាយពាក្យពណ៌នៃមូលហេតុនៃការស្លាប់របស់គាត់តែប៉ុណ្ណោះអញ្ចឹងចង់ដឹងថាសាច់រឿងពេញរបស់គាត់ទៅជាយ៉ាងណាតោះយើងទៅតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នានៅកន្លងឆ្នាំ2003មានតាម្នាក់ដែលគាត់មានឈ្មោះថាតាសឿនម្នាក់នេះដែរគាត់គឺជាមេភូមិនៅក្នុងភូមិនោះចំណែកឯតាថងវិញគាត់គឺជាអនុភូមិដែលគាត់មានតួនាទីនៅខាងក្រោមតាសឿនកាលនោះពុំមានផ្លូវល្អសម្រាប់ប្រើប្រាស់នៅក្នុងភូមិទៀតសោតផ្លូវដែលធ្វើដំណើរកាត់ភូមិភាគច្រើនគឺជាផ្លូវរទេះដោយដែលយើងដឹងស្រាប់ហើយថាផ្លូវរទេះគឺជាផ្លូវមួយដែលពិបាកក្នុងការធ្វើដំណើរនិយាយទៅគឺមិនដូចផ្លូវថ្នល់នោះទេអញ្ចឹងហើយតាសឿនដែលគាត់គឺជាមេភូមិនៅក្នុងភូមិនោះគាត់ក៏បានសម្រេចចិត្តថាមូលមតិនៃភូមិដើម្បីធ្វើផ្លូវថ្នល់អ្នកភូមិនៅទីនោះពួកគេក៏បានគាំទ្រនៃគំនិតរបស់តាសឿនដូច្នេះហើយពួកគេក៏ចាប់ផ្ដើមរៀបចំគម្រោងការដើម្បីធ្វើផ្លូវកាត់ភូមិក្រោយមកមួយខែក៏បានកន្លងផុតទៅអ្នកភូមិពួកគេក៏បានស្រុះស្រួលសាមគ្គីគ្នាដោយពួកគេបាននាំគ្នាកាប់ដីធ្វើផ្លូវក្នុងសម័យនោះអ្នកភូមិនោះពួកគេពុំមានលុយគ្រប់គ្រាន់សម្រាប់ជួលគ្រឿងចាក់ឬក៏ឡានដើម្បីយកមកធ្វើផ្លូវថ្នល់នោះទេអញ្ចឹងហើយអ្នកភូមិទាំងអស់ពួកគេសុខចិត្តកាប់ដីពូនផ្លូវអស់រយៈពេល2ទៅ3សប្តាហ៍ក្រោយមកផ្លូវថ្នល់នៅក្នុងភូមិក៏ចាប់ផ្ដើមធ្វើជិតរួចនៅយប់មួយតាសឿនដោយសារតែគាត់ចង់ពិភាក្សាជាមួយនឹងតាថងគាត់ក៏បានដើរសម្ដៅទៅកាន់ផ្ទះតាថងកន្លងប្រហែលជាម៉ោង7ទៅម៉ោង8យប់ទៀតសោតផ្ទះតាថងហើយនឹងផ្ទះតាសឿនមិនសូវជាឆ្ងាយគ្នាប៉ុន្មាននោះទេគឺប្រហែលជា1គីឡូម៉ែត្រតែប៉ុណ្ណោះនៅពេលដែលតាសឿនគាត់បានដើរទៅដល់មុខផ្ទះរបស់តាថងនៅថ្ងៃនោះចៃដន្យតាសឿនគឺគាត់ពុំបានហៅតាថងសំបីតែបន្តិចដោយតាសឿនគឺគាត់បានឡើងទៅលើផ្ទះរបស់តាថងស្ងាត់តែម្ដងស្របនៅពេលដែលតាសឿនគាត់ឡើងទៅដល់មាត់ទ្វារផ្ទះរបស់តាថងបានបន្តិចក៏ស្រាប់តែតាសឿនគាត់ក៏បានមើលឃើញស្រមោលខ្មៅព្រាលកំពុងតែអង្គុយនៅក្បែរតាថងមិនត្រឹមតែប៉ុណ្ណោះនៅខណៈពេលនោះដែរតាថងគាត់កំពុងតែធ្វើពិធីអ្វីមួយយ៉ាងហើយតាសឿនពីមុនមកក៏គាត់មិនដែលដឹងថាតាថងម្នាក់នេះមានអាសនៈផ្ទាល់ខ្លួននៅក្នុងផ្ទះនោះឡើយមើលទៅតាថងដែលគាត់កំពុងតែអង្គុយធ្វើពិធីអ្វីមួយយ៉ាងនោះគឺគាត់បានកាន់កាំបិតស្នៀតតូចមួយចាក់ទៅលើអ្វីមួយយ៉ាងនៅលើជើងពៀនបើនិយាយអំពីអាសនៈរបស់គាត់គឺមានទំហំតូចដែលមាន2ថ្នាក់ហើយតាសឿនគាត់ឃើញថានៅលើអាសនៈនោះមានបាយសីមិនត្រឹមតែប៉ុណ្ណោះគឺគាត់ក៏បានឃើញរូបសំណាកសត្វក៏ប៉ុន្តែអ៊ំប្រុសដែលគាត់ចែករំលែកមកនេះក៏គាត់មិនបានច្បាស់ថាតើវាជារូបសំណាកសត្វអីនោះទេមានរហូតទៅដល់2ទៅ3រូបបដិមាឯណោះនៅលើអាសនៈតាសឿនដោយសារតែគាត់មិនចង់រំខានដូច្នេះហើយគាត់ក៏បានចុះពីលើកាំជណ្ដើរផ្ទះរបស់តាថងបន្ទាប់មកតាសឿនគាត់ក៏បានដើរចាក់ចេញពីផ្ទះរបស់តាថងសម្ដៅទៅផ្ទះរបស់គាត់វិញនៅក្នុងសម័យឆ្នាំ2003នោះផ្ទះធំនៅក្នុងភូមិមិនសូវជាមានច្រើនអីនោះទេហើយមានតែតាសឿនហើយនឹងតាថងដែលមានជីវភាពគ្រាន់បើជាងគេនៅក្នុងភូមិតាសឿននៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញគាត់ក៏ចាប់ផ្ដើមសង្ស័យថាតាថងដែលគាត់គឺជាអនុប្រធានភូមិប្រហែលជាចេះនៅអំពើអំពាន់ដាក់អំពើធ្មប់នោះហើយក៏ប៉ុន្តែតាសឿនដែលគាត់គឺជាមេភូមិនៅក្នុងភូមិនោះគឺគាត់បានត្រឹមតែសង្ស័យតែគាត់ក៏មិនបានយករឿងរ៉ាវទាំងអស់នេះប្រាប់ដល់អ្នកភូមិនៅក្នុងភូមិនោះឲ្យបានដឹងនោះទេពីព្រោះគាត់ខ្លាចថានៅពេលដែលគាត់និយាយប្រាប់ដល់អ្នកភូមិប៉ះពាល់ទៅដល់តាថងអញ្ចឹងហើយតាសឿនគឺគាត់សុកចិត្តនៅស្ងៀមស្ងាត់មកឡងប្រហែល2ទៅ3ថ្ងៃក្រោយមកតាសឿនដែលគាត់គឺជាមេភូមិនោះក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ
ហើយសភាពលក្ខណៈរបស់តាសឿនដែលគាត់កំពុងតែធ្លាក់ខ្លួនឈឺនោះគឺវីកមុខវីកមាត់មិនត្រឹមតែប៉ុណ្ណោះតាសឿនគាត់ក៏បានក្រញ៉ង់ដៃខាងស្ដាំជំងឺមួយនេះមើលទៅវាពិតជាចម្លែកខ្លាំងមែនទែនក៏ប៉ុន្តែតាសឿនគាត់ក៏មិនទាន់ឈឺខ្លាំងណាស់ណានោះទេនៅពេលដែលតាសឿនគាត់នៅឈរមើលអ្នកភូមិកំពុងតែកាប់ដីធ្វើផ្លូវទាំងចាស់ទាំងប្រុសទាំងស្រីដោយសារតែពួកគេឆ្ងល់ពីជំងឺយ៉ាងចម្លែករបស់តាសឿនពេលនោះមានអ្នកខ្លះហៅអ៊ំអ្នកខ្លះហៅពូអ្នកខ្លះទៀតហៅបងដោយហេតុថាពួកគេឃើញតាសឿនបែបនោះពួកគេក៏បានសួរទៅកាន់តាសឿនថាលោកបងអើយហើយចុះមិនបានជាមាត់ហើយនឹងដៃរបស់លោកបងវាកងែកកងងអញ្ចឹងអូយខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរលោកប្អូនគ្រាន់តែចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាប់ពីល្ងាចមិញព្រឹកឡើងក៏ស្រាប់តែមាត់វាទៅហើយដៃខាងស្ដាំក៏ក្រញ៉ង់កម្រើកមិនរួចរត់ទៅសរសេរអសរក៏សរសេរមិនកើតនៅសុកក៏ស្រាប់តែវាឈឺចម្លែកអញ្ចឹងទៅលោកប្អូនអើយលោកបងខ្ញុំសង្ស័យតែលោកបងឯងកំពុងតែត្រូវរបស់គេទៅដឹងតាសឿនគ្រាន់តែលើអ្នកភូមិម្នាក់នោះគាត់និយាយបែបនោះក៏ស្រាប់តែគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាសង្ស័យពីព្រោះថាកាលពី3ថ្ងៃមុនគឺគាត់បានទៅផ្ទះរបស់តាថុងអញ្ចឹងហើយប្រសិនបើគាត់ត្រូវអំពើដូចជាអ្នកភូមិម្នាក់នោះថាពិតមែនបានន័យថាតាសឿនគឺគាត់កំពុងតែត្រូវអំពើរបស់តាថុងនេះឯងនៅខណៈពេលដែលតាសឿនគាត់កំពុងតែឈរមើលអ្នកភូមិលើកដីពួនផ្លូវក៏ស្រាប់តែតាថុងដែលគាត់គឺជាអនុប្រធានភូមិគាត់ក៏បានដើរសម្ដៅទៅកាន់តាសឿនខណៈពេលនោះដែរតាសឿនគាត់កំពុងតែឈរមើលអ្នកភូមិធ្វើផ្លូវគ្រាន់តែតាថុងគាត់បានដើរទៅដល់កន្លែងតាសឿនភ្លាមដែលហេតុតែគាត់មើលឃើញពីអាការៈរបស់តាសឿនពេលនោះដែរគាត់ក៏បានសួរទៅកាន់តាសឿនថាអ្នកអូយចុះអ្នកកំពុងតែកើតអីបានជាវីកមុខវីកមាត់អញ្ចឹងតាសឿនគាត់ក៏បានឆ្លើយតបប្រាប់ទៅតាថុងដោយដែលគាត់និយាយប្រាប់ទៅកាន់អ្នកភូមិម៉ាញ់នេះឯងហើយបាននិយាយអំពីតាសឿនដែលគាត់មើលឃើញពីទឹកមុខរបស់តាថុងហាក់បីដូចជាចម្លែកដោយតាថុងគាត់ធ្វើទឹកមុខស្មើមិនសូវជាចាប់អារម្មណ៍ទៅលើការឈឺរបស់តាសឿនប៉ុន្មាននោះទេគ្រាន់តែគាត់សួរនាំពីការឈឺរបស់តាសឿនបានបន្តិចគាត់ក៏បានដើរចេញហើយក៏ទៅឈរមើលអ្នកភូមិធ្វើផ្លូវមិនយូរប៉ុន្មានពីថ្ងៃក្រោយមកក៏ស្រាប់តែតាសឿនគាត់ក៏បានធ្លាក់ខ្លួនឈឺរហូតទៅដល់ដេកនៅលើកន្ទេលខំហូបអ្វីក៏ហូបមិនបានពីព្រោះតែគាត់វីកមាត់ហើយរឹងធ្ងៀមអស់ទៅហើយអញ្ចឹងហើយកូនរបស់តាសឿនក៏សម្រេចចិត្តថាយកតាសឿនទៅមន្ទីរពេទ្យនៅពេលដែលតាសឿនគាត់បានទៅដល់មន្ទីរពេទ្យដោយដែលយើងដឹងស្រាប់ហើយថាតាសឿនគាត់កំពុងតែត្រូវមុនខ្មៅនៃអំពើធ្មប់ដូច្នេះហើយសម្បីតែពេទ្យពិនិត្យមើលអាការៈនៃជំងឺរបស់គាត់ក៏រកមិនឃើញថាគាត់ឈឺអ្វីនោះដែរក៏ប៉ុន្តែរឿងដែលចម្លែកនៅពេលដែលគាត់បានទៅដល់ពេទ្យក៏ស្រាប់តែគាត់មានអារម្មណ៍ថាកាន់តែឈឺខ្លាំងទៅទាសោតអាការៈដែលគាត់កំពុងតែឈឺនោះគឺឈឺពេញលើរូបរាងកាយហាក់បីដូចជាមានអ្វីកំពុងតែចាក់នៅលើខ្លួនប្រាណរហូតដល់តាសឿនគាត់ទ្រាំលេងបានគាត់ក៏បានស្រែកពេញមន្ទីរពេទ្យពេលដែលគាត់ឈឺខ្លាំងនេះហើយទើបគាត់ក៏បាននិយាយប្រាប់ទៅកូនរបស់គាត់ថាជំងឺនេះមិនមែនជាការឈឺធម្មតានោះទេវាគឺជាជំងឺមួយដែលគេកំពុងតែធ្វើអំពើដាក់មកលើគាត់ស្របពេលនោះហើយដែលកូនរបស់គាត់ដោយសារតែជឿលើរឿងអបិយជំនឿទាំងអស់នេះដែរក៏ពួកគាត់ដែលត្រូវជាកូនរបស់តាសឿនបញ្ញានាំតាសឿនចេញពីមន្ទីរពេទ្យទៅរកគ្រូខ្មែរវិញម្ដងទាសោតគ្រូខ្មែរនោះគឺជាអ្នកចេះរបៀននៅមន្តអាគមដែលគាត់តែងតែល្បីថាពូកែដោះអំពើនៃអាគមមន្តខ្មៅនៅពេលដែលកូនតាសឿនបាននាំតាសឿនទៅដល់ផ្ទះគ្រូអាគមនោះហើយគ្រូអាគមម្នាក់នោះគាត់ក៏ចាប់ផ្ដើមរាប់ដៃរាប់ជើងដើម្បីប្រមាលមើលថាតើតាសឿនគាត់កំពុងតែកើតអ្វីនៅពេលនេះខណៈពេលនោះគ្រូអាគមវ័យចំណាស់ម្នាក់នោះគាត់ក៏បានប្រមាលមើលឃើញថាតាសឿនគឺគាត់កំពុងតែត្រូវអំពើនៃមន្តខ្មៅរបស់គេពិតមែនមិនត្រឹមតែប៉ុណ្ណោះគ្រូអាគមវ័យចំណាស់ម្នាក់នោះគាត់ក៏បាននិយាយប្រាប់ទៅតាសឿនព្រមទាំងកូនរបស់គាត់ថាអ្នកដែលធ្វើអំពើដាក់អំពាន់មកលើតាសឿនគឺជាអ្នកនៅក្បែរតាសឿននេះឯងមូលហេតុដែលតាសឿនគាត់កំពុងតែត្រូវបានគេធ្វើអំពើដាក់អំពាន់បែបនេះក៏ព្រោះតែតាសឿនបានទៅឃើញអាសនៈហើយនឹងរបស់គេតាសឿននៅពេលដែលគ្រូអាគមម្នាក់នោះនិយាយបែបនោះហើយគាត់ក៏ចាប់ផ្ដើមកាន់តែច្បាស់ថាវាពិតជាស្នាដៃរបស់តាថុងពិតមែនហើយមិនត្រឹមតែប៉ុណ្ណោះគ្រូអាគមម្នាក់នោះក៏បាននិយាយបន្តទៀតថាអ្នកដែលធ្វើអំពើដាក់ធ្មប់នេះក៏មានការច្រណែនឈ្នានីសទៅលើតាសឿនផងដែរ
ก็ปรุแต่ตาเสื่อนกดล้างดำในตู้ในตีจีไม่พุ่มในขนมพุ่มนูตามกับเปิดเตยตาทองมันเนี่ยนี่คือกวาดเมียนโกบมน้องเฟิร์มเปิดดาอัมปอนตะเลตาเสื่อนอยู่หมกเฮยแต่โดยให้ถามวยระยะนู้ตาเสื่อนคือกวาดมีนรีไซค์ปูเติบตาทองกดปลาอำเภอมนขมายนู้เฟิร์มเปิดดาตะเลตาเสื่อนมันตอนบานก็ปันท้ายเนเป้ได้ตาเสื่อนกดบ้านมือเคยอาสนะให้หนึ่งระบตาทองกดกับบ้านปลามนขมายนู้ดาเฟิร์มเปิดตะเลตาเสื่อนบ้านสำรัจมูลเหตุได้ตาทองบ้านดังทาตาเสื่อนบ้านมือเคยระบกวดก็ปรุแต่วิญญาณปรีได้ตาทองจันจำบานปราบโดยชนะหายได้เฟื่อเอาตาทองกดข้างตะเลตาเสื่อนจีคลังกดคลายไกรทาตาเสื่อนหนึ่งยกเรื่องราวนี้เติบปรับดอนเนพมหายโดยได้ยังดังสลับหายท้าบรรทุใบจีตาเสื่อนมันบานปรับเรื่องราวนี้เอาเนพมบันดังกระด้อยก็จะรักกำเนิดสโมกโครงระบกวดคือจ้องสำหรับตาเสื่อนดำใบลังดำไนเฟื่อจีเมพมในขนมพมนูบ้านในยอมปีกลัวกลุ่มได้บ้านปรับตาเสื่อนฉบับแบบนี้ตาเสื่อนให้หนึ่งโกนระบกวดกับบ้านซัวแต่กันกลัวกลุ่มเนี่ยนุธาตาอาจดอมเปิร์มนขมายเจงปีคล้วนระบตาเสื่อนบ้านได้หรือเต้กลัวกลุ่มเนี่ยนุกวดก็มันเฮียนสอนทานฉบับทากวดอาจดอมเปิร์มนขมายนุบ้านได้โดยชนะหายกวดกับบ้านในเจปรับตาเสื่อนทาเอาตาเสื่อนตรอมชื่อจกจับบันติจำเปยุบปราพรายจีมองประปีตะมองประใบยุบเติบกวดดอมเปิร์นี่โกนระบตาเสื่อนเนไปดันลือกลัวกลุ่มเนี่ยนุในเจแบบนุหายโดยให้ทาเคยเอาปกระบกวดกำปงแต่ใส่ตึงชื่อจกจับเวทเนียโดยชนะโกนระบตาเสื่อนกับบ้านนวมคณีอนัตดาตาเสื่อนจีครั้งไปปรุธาตมรอมแต่ดาวยุบปราพรายจีปีเตอใบมองตีดอันจังหายปูกวดมันจ้องโชว์เอาไดเมอร์เอาปกระบกวดชื่อตึงเวทเนียแบบนุตีไหนเตียงซองคางมันทัสดามหรือก็ช่วยนุไลคือวิกไงกงงก็มารักมันบานจำในไอหมดระบกวดคือวิคลังมันแตนก็บันแต่ไอในเยบานคลาคลากล่าวมอกเนื้อจันหลอกปราพรายจีมองประปีกันละกลัวกลุ่มเนี่ยนุกวดก็จับดามฟื้นพิธีกรรมมีนทุกให้หนึ่งเตียนดดเนเลออาสนะระบกวดหายตาซื้นคือกวดกำปุ้งแต่ใส่ชื่อจกจับในเลยสรอบไปได้ครัวกลุ่มเนี่ยนุกำปุ้งแต่สดมนกีตาอ้อมจีมวยหนึ่งทุกปีสอดใส่กำปุ้งแต่เล็กได้ประนอมเนยไปได้กวดกันแต่สดเนยมนกีตาตาซื้นก็กันแต่ใส่แต่ตามหนึ่งได้ไปนุหายครัวกลุ่มเนี่ยนุกวดก็จับดามยกกระนาดมวยกรอบแต่เลิกคล้วนระบตาเสื่อนเตียงได้ตาเสื่อนเป็นหุ่นได้ปุ่มบ้านเปียเอาหนูเต้บันตัวหมอกวดกับบ้านปลายกระนาดนุรู้แต่เลิกคล้วนปลาระบตาเสื่อนโดยขณะไปได้กวดรู้นุคือกวดบ้านโซดในมุนกีตาเตียสาวมนกีตานุคือจีระบีบในระบีในกาดอมเปอร์กรอยปีครัวโกมเนนุปลายกระนาดเการู้แต่เลิกคล้วนปลาระบตาเสื่อนกวดก็จับดามใบกระนาดนุเมลตีสาวในเลือกกระนาดซอนุคือโป้ปิงแต่ดาวจังสัตหรือก็จังไตรเมื่อหายวิปัจจีสมบัติคลังเหม็นเต้นเฟอร์เอาโกนระบาดตาเสื่อนปูกวดก็จับดามเชียบอาลในเยเตอร์ในไปได้เคยเจียสได้โดยชนะคือสังใจมันชื่อหนึ่งแผนกหายการดอมเปินุก็มันตอนจอบนูได้ดาวดอโอมันไล่รอโฮตดอจิตปีกระดาเตียดเติบครัวกลุ่มนุประมารวบใดรวบเจิงมือมาดองเตียดถามนขมายในอากลุ่มนุคือออกจังปีครูนปราณระบาดตาเสื่อนหายก็ปันท้ายกลัวกลุ่มเนี่ยนุกวดก็มันประกอบท่าเนี่ยได้ปลามนขมายเฟื่องเปิดหมกเลยตาซื้นคือเก็บบรรชบเติมนุได้โดยชนะหายกลัวกลุ่มเนี่ยนุกวดกับบานเอาดอกบันติบันตุ้ยนำใบบัญชีในการเฟื่องเปิดนุบ้าในยามปีสพิบเลียกขณะอาการระบาดตาซื้นกรอนแต่บันดอมเปิดนุเอาหายก็สลับแต่หมดวิให้หนึ่งได้ซองค้างกระยังยังจำไรก็ปลายหมกทวมาดาจีพลิ้มโดยเก็บใบเห็นจังโดยชนะหายได้เฟื่อเอาตาเสื่อนไปนูได้กวดสบายจัดคลังเหม็นเต้นก็ปันท้ายกลัวกลุ่มเนี่ยนุกวดกับบานพลอยมวดโปปีในเยธากอมต้อนอาอ้อสบายปีปรูธามนขมายในอำเภอนี้วีหนึ่งมกรกตาเสื่อนติดดาราบนามาจ่าวีเนเมียนกำนมเนเลยหายตัวใบจีเมียนระบอกกาปีจบในคลุนอย่างนากระดอยก็มันอาจกาปีบัญชีเนมนขมายบานเราหูนูได้อาจทาเนี่ยได้ปลามนขมายเฟื่ออำเภอหมกนุคือเก๋มีรถที่อำนาจคลังเชียงระบบกาปียังเตยเตี้ยนโดยชนะหายมันท่าจีมีระบบศาสตร์กาปีคลุนอย่างนากระดอยประสันบาครูทมบนุครั้งก็จีมันพอดปีมุนขมายในอำเภอระบบเกนุได้ตาซื้นหายหนึ่งโกนระบบกวดเนื้อไปได้ลือกลัวกุมเนี่ยนุในเย็บแบบนุหายก็จับดามตำเละตึกหมกเนื้อแต่ปรุยบารอมแต่เลือตาซื้นเราได้
ព្រឹកឡើងតាសឿនហើយនឹងកូនរបស់គាត់ក៏បាននាំគ្នាចាកចេញពីផ្ទះរបស់គ្រូអាគមម្នាក់នោះទេសោតតាមក៏ពិតទៅគ្រូអាគមម្នាក់នោះក៏គាត់បានហាមឃាត់ថាកុំទាន់អាចចាកចេញពីកន្លែងគាត់អីនោះដែរនៅមើលអាការៈ2ទៅ3ថ្ងៃនៅកន្លែងគាត់សិនទៅចាំត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែដោយហេតុតែតាសឿនគាត់មិនព្រមក៏ព្រោះតែគាត់ប្រញាប់មកភូមិដើម្បីមកមើលអ្នកភូមិធ្វើផ្លូវអញ្ចឹងហើយគ្រូអាគមម្នាក់នោះដោយសារតែហាមឃាត់មិនស្ដាប់គាត់ក៏បានយល់ព្រមឲ្យតាសឿនត្រឡប់មកផ្ទះវិញទៅចំណែកឯកូនរបស់គាត់ក៏មិនចង់ឲ្យតាសឿនត្រឡប់មកផ្ទះវិញលឿននោះដែរតែដោយសារតែហាមចិត្តហាមគំនិតមិនបានហើយក៏បានព្រមឲ្យគាត់មកផ្ទះវិញមុននឹងពួកគាត់ចាកចេញពីផ្ទះគ្រូអាគមវ័យចំណាស់ម្នាក់នោះពួកគាត់ក៏បានផ្ដល់ទ្រនាប់សមរម្យទៅឲ្យគ្រូអាគមម្នាក់នោះដោយគ្រូអាគមម្នាក់នោះគាត់បដិសេធមិនយកប្រាក់កាក់អីនោះទេគឺគាត់សុកចិត្តយកជារបស់វិញឲ្យតិចឬក៏ច្រើនទៅតាមសទ្ធានិយាយទៅបានប៉ុណ្ណាយកប៉ុណ្ណឹងគឺគាត់មិនដែលទាមទារសុំយកច្រើននោះទេពីព្រោះថាចរិតអ្នកដែលចេះរបៀនឬក៏គ្រូអាគមពិតប្រាកដមិនដែលទាមទារអ្វីច្រើនពីអ្នកដែលឈឺនោះទេបានត្រឹមតែជួយព្យាបាលដោះអំពើអ្នកឈឺឲ្យធូរសះស្បើយវិញគឺវាពិតជារីករាយសប្បាយចិត្តដែលបានជួយមនុស្សនេះបានចំថាជាគ្រូអាគមពិតប្រាកដដូច្នេះហើយដែលធ្វើឲ្យមន្តអាគមរបស់គាត់គឺមិនដែលសាបរលាបក៏ព្រោះតែភាពស្មោះត្រង់របស់គាត់នេះឯងតាសឿនហើយនឹងកូនរបស់គាត់តម្រាំតែពួកគាត់ធ្វើដំណើរចាកចេញពីផ្ទះរបស់គ្រូអាគមម្នាក់នោះគឺប្រើរយៈពេល2ទៅ3ម៉ោងមើលទៅវាពិតជាឆ្ងាយគួរសមណាស់ដែរកាលនោះតាមផ្ទះនេះភូមិនីមួយៗគឺពុំមានឡានឬក៏ម៉ូតូនោះទេសម្រាប់ផ្ទះនីមួយៗដែលមានកង់ហើយនឹងម៉ូតូជិះគឺជាគ្រួសារមួយដែលមើលទៅធូរធារបំផុតក៏ប៉ុន្តែនៅក្នុងសម័យនោះនៅពេលដែលគេធ្វើដំណើរទៅណាមកណាគេតែងតែជួលរទេះសេះសម្រាប់ដឹករបស់ហើយនឹងមនុស្សនៅពេលដែលយើងធ្វើដំណើរទៅណាឆ្ងាយដូច្នេះហើយតាសឿនហើយនឹងកូនរបស់គាត់ក៏បានជួលរទេះសេះដឹកធ្វើដំណើរមកផ្ទះវិញបន្ទាប់ពីពួកគាត់មកដល់ផ្ទះវិញនៅល្បាក់ប្រហែលជាម៉ោង2ទៅម៉ោង3រសៀលអ្នកភូមិនៅពេលដែលពួកគេដឹងថាតាសឿនត្រឡប់មកវិញក៏ចាប់ផ្ដើមនាំគ្នាទៅមើលពីអាការៈរបស់តាសឿនប្រងព្រាតអ្នកភូមិនៅពេលដែលពួកគេឃើញពីអាការៈរបស់តាសឿនធូរសះស្បើយដូចគេបេះអញ្ចឹងពួកគេក៏ចាប់ផ្ដើមនាំគ្នាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាអាការៈរបស់តាសឿនជាលឿនម្ល៉េះក៏ប៉ុន្តែកូនហើយនឹងតាសឿនខណៈពេលនឹងដែរពួកគាត់ក៏មិនបាននិយាយប្រាប់រឿងរ៉ាវទៅដល់អ្នកភូមិថាតាមក៏ពិតទៅតាសឿនគាត់មិនមែនឈឺជំងឺធម្មតានោះទេគឺគាត់កំពុងតែត្រូវគេធ្វើអំពើដាក់អំពាន់មកលើគាត់នេះឯងអ្នកភូមិដោយសារតែពួកគេឆ្ងល់ថាហេតុអ្វីបានជាតាសឿនគាត់ធូរសះស្បើយលឿនម្ល៉េះដូច្នេះហើយពួកគេក៏បានសួរទៅកាន់កូនហើយនឹងតាសឿនថាតើជំងឺវីកមុខវីកមាត់ព្រមទាំងខ្វៀនដៃទាំងសងខាងនឹងតើគាត់ទៅព្យាបាលនៅឯណាហេតុអ្វីបានជាឆាប់ជាធូរសះស្បើយលឿនម្ល៉េះកូនរបស់តាសឿនក៏បានលន់មាត់ប្រាប់ទៅកាន់អ្នកភូមិថាឲ្យគ្រូមើលក៏ប៉ុន្តែកូនរបស់គាត់ក៏មិនបានប្រាប់ថាតាសឿនគាត់កំពុងតែត្រូវគេធ្វើអំពើនោះទេហើយអ្នកខ្លះនៅក្នុងភូមិដោយសារតែឮថាគាត់ទៅមើលគ្រូដល់ណាដល់ណីដូច្នេះធ្វើឲ្យពួកគេជឿថាតាសឿនគឺគាត់កំពុងតែត្រូវអំពើគេនេះឯងអញ្ចឹងហើយពួកគេក៏មិនបានសួរដេញដោលទៅកាន់តាសឿនថារបៀបនៃការព្យាបាលរបស់គ្រូម្នាក់នោះតើគេព្យាបាលយ៉ាងម៉េចនោះទេហេតុអ្វីបានជាឆាប់ជាធូរសះស្បើយលឿនម្ល៉េះនេះបើមិនព្យាបាលតាមរយៈផ្លូវក្នុងការដោះអំពើនោះទេច្បាស់ណាស់វាមិនអាចធ្វើឲ្យដៃទាំងពីរសងខាងរបស់តាសឿនដែលកំពុងតែក្រញ៉េងក្រញ៉ង់ខ្វិនខ្វងព្រមទាំងមាត់វាយ៉ាងចម្លែកធ្វើឲ្យគាត់ជាធូរសះស្បើយធម្មតានោះឡើយល្ងាចក៏ចាប់ផ្ដើមមកដល់នៅចន្លោះប្រហែលជាម៉ោង5ទៅម៉ោង6ក៏ស្រាប់តែនៅសុកតាថងគាត់ក៏បានឡើងទៅលើផ្ទះរបស់តាសឿនគ្រាន់តែតាសឿនគាត់ឃើញតាថងឡើងទៅលើផ្ទះរបស់គាត់ភ្លាមគាត់ក៏បានសម្លឹងមើលទៅកាន់តាថងទាំងដែលក្នុងចិត្តរបស់តាសឿនគាត់គិតថាតើតាថងកំពុងតែមកផ្ទះគាត់ដើម្បីអ្វីស្របពេលនោះតាថងគាត់ក៏បានសួរទៅកាន់តាសឿនថាតើតាសឿនគាត់ធូរសះស្បើយហើយមែនទេតាសឿននៅពេលដែលឮតាថងគាត់សួរដូច្នេះគាត់ក៏ពិបាកឆ្លើយប្រាប់ទៅតាថងនោះដែរក៏ប៉ុន្តែដោយមាញ់នេះគឺគាត់បានឆ្លើយប្រាប់អ្នកភូមិថាគាត់ធូរសះស្បើយវិញហើយដូច្នេះហើយតាសឿនគាត់ក៏បានប្រាប់ទៅតាថងថាគាត់ជាធូរសះស្បើយជាងមុនបន្តិចតាថងគ្រាន់តែគាត់ឮថាតាសឿនគាត់ចាប់ផ្ដើមធូរសះស្បើយវិញទឹកមុខរបស់គាត់មើលទៅពិតជាចម្លែកខ្លាំងមែនទែនហើយមូលហេតុដែលតាសឿនគាត់ពិបាកនឹងឆ្លើយប្រាប់ត្រង់ថាគាត់កំពុងតែធូរសះស្បើយហើយនោះ
ก็ปรูแต่กวดคลายถาตาทงมันเนี่ยนุกกวดกำปุ้งแต่หมกเซอร์เปียการะระบกวดหายเนยแต่บรรต่อปลายระบหมกเฟื่อมปื้มหมกเลยกวดตีดอันจังหายเติบกวดคลายในยีตรังปรับเตยตาทงมันยุบปนมันปีทั้งไงกรอยหมกในยุบมุ้ยจะล้อปลาปลายจิ้งปีกันนาตรีดสระไปได้โกนระบตาซื่นเตียงประมวยเนี่ยนุกกำปุ้งแต่เกยลุศกก็สลับแต่ไปนุหายสำลีสำไรจะระบตาซื่นก็จับประดาบรรลือลางสไรจิคลังขณะไปนึ่งกับบ้านเฟอเอาโกนระบกวดเพียปีเกงอันจังหายปูกวดกับบ้านนมขณีโมเมอปุกระบกวดทาไปนี้ปุกระบปูกวดกำปุ้งแต่เมียนเรื่องไอกัดลางขณะไปนึ่งกับบ้านดดจังเกียงเปล่งกัดนำไม่บอมพลือเมออาการะไอปุกระบกวดไปนุหายเติบโกนระบกวดกับบ้านเคยทาตาซื่นกำปุ้งแต่ได้ประกัดประกันยังปีบาสลายเตียงพิบชื่อจกจับหายโกนระบกวดก็มันอาช่วยไว้กวดบ้านเนื้อผมได้ซาแต่ปูเกเนกบายนุสดับลือสำเลยระบตาซื่นกำปุ้งแต่สลายเตียงพิบชื่อจกจับโดยชนะปูกวดกับบ้านนมคณีปริญญาแต่เมื่อตาซื่นได้ตาซื่นกวดคือจีไม่พมนูจำนายไอโกนระบตาซื่นปีเนี่ยตีดก็น้อมคณีแต่หายสัญญิตมองปอนระบกวดเอาหมกช่วยเมื่อปีอาการะระบตาซื่นมันอยู่ปนมันท่าเนี่ยผมให้หนึ่งสัญญิตมองปอนระบตาซื่นกับบ้านนมคณีหมกเมื่อตาซื่นโปร่งเปรียดปูเก๋เมื่อเคยปีอาการะระบตาซื่นได้กำปุ้งแต่สลายประกันโดยชนะโดยได้ยังดังสลับหายถาจากดาวปูกวดไตแต่มีนอไปจำเนื้อเชื่อตะเลกาบอลสรอนอันจังหายปูกวดก็จับดาวน้อมเนียดดถูกบอลสรอนดับใบเอาอาการะระบตาซื่นทูสัสบายหมกทอมาดาวิงเตสาวจากดาวปูกวดไตแต่บอลสรอนตะเลครูโอปเชียอารุกอาเรียเนตาปรมเตียงปรีให้หนึ่งขมาวกัดหยอกแต่ในหายคือจีตำเนียมตำลบระบปูกวดได้ปูกวดไตแต่เฟอร์หมกก็ปันท้ายก็มีเนตพมคลาปูเก๋กับบ้านเอาโกนระบตาซื่นตรกครัวกุมนามันเนี่ยเอาหมกจุยเมื่อตาซื่นปีปรูธาตาซื่นประหายจิกวดอาจหนึ่งเตออำเภอเกพองได้มันเติมตายปนในขนมสมัยนุปูกวดก็เชื่อตะเลวิเชียสาเปียปอนตะนึงกับชีบาตามระยะแปดอันจังหายเติมเนี่ยคลากับบ้านในเยธาบาอาจยกตาซื่นเติมชีบ้านในมันตีแปดกับบ้านได้กำเนิดเนี่ยพมเนี่ยเนี่ยคลาเอาตรกครัวกลุ่มจำนายไอเนี่ยคลาติดเอาตรกแปดตายสราไปได้ตาเสื่อนกวดกำปงแต่ประกันเมียเนี่ยพมกำปงแต่จับได้จับเชิงนูกอดกับบ้านบรรลือสำเร็จเตียงพิบชื่อจกจับนุทาอาทองเอ้ยกุมอาเธออันไอเฟลอาตวนรูดเตจำเนี่ยพมเฟลเฟลรูดอันเฟลอันก็เฟลเตอหายบ่หายจำเธอไม่พมคลังนะอันยังเอาใหญ่เธออาทองเอ้ยชบแต่อาทองเอ้ยหายโยไอโยมาจะอันยันชื่อนะเอ้ยอาทองเอ้ยคลองครูนอันยันชื่อนะหายโยไอมาจะอันเนี่ยพมเตียงอนุกร้อนแต่ลือตาซื่นในเย็บแบบโนหายปูเก้ก็จับไปดามดังฉบับทาตาซื่นกวดกำปุ้งแต่เตออำเภอมนขมายระบตาท่องโกนระบกวดขณะไปหนึ่งได้ก็มันอาจช่วยไว้บานปีบรูทาครัวกลมได้คลังปูไก่คือเนื้อช่างปีพมนกคลังปีก็ปันท้ายกับบ้านรกอาจารย์มันเนี้ยในขนมพมเอาหมกจุยเมื่อได้หายตาจานุกับบ้านในเยธาตาซื่นคือกวดกำปุ้งแต่เตออำเภอระบเกปิดแมนโดยชนะหายกดบ้านเติมแต่ดังก็ปันท้ายมันอาจช่วยไว้บ้านแต่เลยตาซื่นโนตีตาซื่นคือกวดสไลเตียงพิบชื่อจกจับประหายเชียงมวยเมาก็สลับแต่ในซกตาซื่นกวดกับบ้านกูอุดหายเรื่องได้จำไล่ปรมเตียงรันทุดได้เนี่ยพุ่มบ้านเคยเจียแสดงขณะไปได้ตาซื่นกวดกูอุดนู้คือกวดใจหมกสัดสังไตจิชิมขมาเลยล้อมจมูกหนึ่งล้ำหายหนึ่งได้โกเชรประหายเชียงปรามหนเนี่ยพุ่มหายหนึ่งสัญญ์มองโปนระบตาซื่นในไปได้เคยโดยชนะมันเนี่ยบานน้อมคเนสลงอารมณ์สเตอร์ไตมันจังจืดตะเลยเรื่องอับไปจมเนื้อเตียงอนุหายเก๋กับบ้านโยกระนัดมุ้ยจูตะเลยหมดระบตาซื่นได้โกลหายหนึ่งลามนุกกับบ้านหมดจวบตะนึงกระนัดได้กำปุ้งแต่จูดตาซื่นกดสไลพองกูดพองมันอยู่ปนมันกดกับบ้านดอกจังกามวนได้วิคือจีดังหามจงกระไรประหายปีตะใบในตีไตปนโนก็สลับแต่ตาซื่นกดกับบ้านได้ชอสลับเนไปนุไตมาดองตื้อการจังหายเฟอเอาโกนหายหนึ่งเนี่ยผมถึงออกเนียนุกับบ้านนมเนียซาวสไดยุ่มโปร่งเปรียดหายบ้านในจอมปีโกนระบตาซื่นเนไปได้ปูกวดบ้านดังทาเนี่ยได้เฟออำเภออำปอนดักหมกเลยปุกระบกวดนุจีสนาได้ระบตาทองโดยชนะกวดก็จับดามเตียงกับบัดงอกบอมร้องได้แต่กับตาทองเอาสลับไตมาดองเนี่ยผมกรอนแต่เคยพิบเชลชาวโกนตาซื่นโดยชนะก็บ้านนมเนียจับขวดโกนตาซื่นได้จีไม่พมในขนมพมนุกกับเอาเฟอโดยชนะหายเนี่ยผมปูเก้ก็มันนึกสมานทาตาทองมันเนี่ยนุเจวิจีสโมกรกโดยชนะโนเต้
2 ទៅ 3 ថ្ងៃក្រោយមកក្រោយពីបុណ្យសាកសពតាសឿនរួចរាល់ហើយតាថងដែលគាត់គឺជាអ្នកចេះអំពើធ្មប់នោះគាត់ក៏មកផ្ទះរបស់ខ្មោចតាសឿនគឺមានគោលបំណងមកយកឯកសារមួយចំនួនរបស់ខ្មោចតាសឿនទេសោតឯកសារនេះដែរពាក់ព័ន្ធទៅនឹងការផ្ទេរតំណែងធ្វើជាមេភូមិនៅក្នុងភូមិនោះហើយទាំងដែរអ្នកភូមិពួកគេក៏មិនបានយល់ព្រមហើយនឹងគាំទ្រឲ្យគាត់ឡើងធ្វើជាមេភូមិអីនោះទេកូនរបស់តាសឿននៅពេលនោះត្បិតតែពួកគាត់កំពុងតែខឹងនឹងតាថងក៏ពិតមែនក៏ប៉ុន្តែបែរទៅជាពួកគាត់ធ្វើទឹកមុខធម្មតាប្រគល់ឯកសារឲ្យតាថងនោះទៅដោយហេតុថាពួកគាត់មិនចង់រករឿងខ្លាចថាគ្រួសាររបស់ពួកគាត់រស់នៅគ្មានក្តីសុខបន្តបន្ទាប់ទៀតតាថងនៅពេលដែលគាត់ទទួលបានឯកសារទាំងអស់នោះហើយគាត់ពិតជារីករាយសប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏មិនទាន់ដឹងថាអ្នកភូមិកំពុងតែដឹងពីទង្វើដល់អាក្រក់ស្មោកគ្រោករបស់គាត់ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាអ្នកភូមិសុកចិត្តបិទត្រចៀកបិទភ្នែកសុកចិត្តឲ្យគាត់ឡើងធ្វើជាមេភូមិនៅក្នុងភូមិនោះតែម្ដងទៅមកយ៉ាងវិញទៀតពុំមានអ្នកណាឈរជើងធ្វើជាមេភូមិនៅក្នុងភូមិនោះផងហើយដោយដែលយើងដឹងស្រាប់ហើយថាអ្នកភូមិនៅពេលដែលតាថងគាត់ឡើងតំណែងធ្វើជាមេភូមិម្នាក់ពួកគេមិនហ៊ានចូលទៅនិយាយពិភាក្សាដើម្បីអភិវឌ្ឍក្នុងភូមិនោះទេពីព្រោះថាតាថងម្នាក់នោះគាត់ស្ងៀមស្ងាត់ក៏ពិតមែនក៏ប៉ុន្តែប្រសិនបើប្រើពាក្យសម្ដីខុសមាត់ខុសកជាមួយនឹងគាត់តែបន្តិចច្បាស់ណាស់ស្បែកគោស្បែកក្របីនឹងចូលទៅក្នុងពោះជាមិនខានពីព្រោះថាក្រោយពីតាសឿនស្លាប់អស់រយៈពេលជិត1ឆ្នាំក៏មានអ្នកភូមិ2នាក់ស្លាប់ដោយសារតែការត្រូវអំពើនៃមន្តខ្មៅនោះទេសោតបើតាមអំប្រុសម្នាក់ដែលគាត់ចែករំលែកអំពីរឿងនេះមុនពេលដែលពួកគេមានសុខភាពល្អមិនទាន់ធ្លាក់ខ្លួនឈឺហើយក៏បាននិយាយពាក្យសម្ដីខ្វែងគំនិតជាមួយនឹងតាថងមិនយូរមិនឆាប់រយៈពេលប្រហែលជាង1សប្តាហ៍ទៅ2សប្តាហ៍ក្រោយមកក៏ស្រាប់តែធ្លាក់ខ្លួនឈឺតែម្ដងហើយនៅពេលដែលពួកគេធ្លាក់ខ្លួនឈឺនោះពួកគេបាននិយាយថាពេលខ្លះពួកគេបានយល់សពស្ទើរតែរាល់យប់ឃើញតែពពួកខ្មោចព្រីនៅលើផ្ទះរបស់គេដោយព្រីទាំងអស់នោះវាតែងតែលងមិនឡាច់ក្នុងយល់សពអញ្ចឹងហើយក៏បានធ្វើឲ្យគេក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺមិនយូរប៉ុន្មាន4ទៅ5ថ្ងៃតែប៉ុណ្ណោះក៏ស្រាប់តែត្រូវបានបាត់បង់ជីវិតដូច្នេះហើយទៅអ្នកភូមិម្នាក់ពួកគេជឿជាក់ថានេះគឺជាស្នាដៃរបស់តាថងរឿងទាំងនេះហើយដែលធ្វើឲ្យអ្នកភូមិនៅក្នុងភូមិនោះពួកគេខ្លាចរអាពុំមានអ្នកណាហ៊ានបញ្ចេញមតិយោបល់ច្រើននៅក្នុងការរៀបចំគម្រោងការធ្វើអ្វីមួយនៅក្នុងភូមិនិយាយទៅអ្នកភូមិតាមតែចិត្តគំនិតរបស់តាថងតែប៉ុណ្ណោះហើយតាំងពីតាថងគាត់ឡើងតំណែងតួនាទីជាមេភូមិគឺនៅក្នុងភូមិនោះពុំមានការអភិវឌ្ឍអ្វីនោះឡើយក្រោយមក3ទៅ4ឆ្នាំដែលតាថងគាត់ធ្វើជាមេភូមិនៅក្នុងភូមិនោះទាសោតកន្លងនោះដែរគឺចន្លោះប្រហែលជាឆ្នាំ2007នេះឯងនៅថ្ងៃមួយតាថងម្នាក់នោះគាត់ក៏បានឆ្លោះប្រកែកជាមួយនឹងអ្នកសញ្ញេឯកសារទេសោតឯកសារនេះគឺពាក់ព័ន្ធទៅនឹងការវាស់វែងទៅលើដីធ្លីក្នុងការទទួលបានកម្មសិទ្ធិហើយអ្នកដែលឆ្លោះប្រកែកជាមួយនឹងតាថងនោះគឺគាត់នៅភូមិផ្សេងនោះទេគ្រាន់តែថានៅក្នុងភូមិនោះពុំទាន់មានមេភូមិអញ្ចឹងហើយតាថងគាត់ត្រូវគ្រប់គ្រងភូមិនោះដែរដោយដែលខ្មោចតាសឿននៅពេលដែលគាត់នៅរស់គាត់ក៏គ្រប់គ្រងភូមិនោះដែរហើយអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងថានៅពេលដែលបរិសម្នាក់នោះឆ្លោះប្រកែកជាមួយនឹងតាថងតើបរិសម្នាក់នោះនឹងជួបអ្វីកើតឡើង2ទៅ3ថ្ងៃក្រោយមកក៏ស្រាប់តែបុរសម្នាក់នោះគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺក៏ប៉ុន្តែនៅពេលដែលគាត់ឈឺនោះក៏មិនទាន់ធ្ងន់ធ្ងរអីនោះទេដោយសារតែបុរសម្នាក់នោះដឹងពីអាការៈថាអាការៈនេះគឺជាអាការៈដែលកំពុងតែត្រូវអំពើគេគាត់ក៏បានទៅឲ្យគ្រូចាស់ម្នាក់មើលហើយគ្រូចាស់ម្នាក់នោះគ្រាន់តែមើលពីស្ថានភាពនិងអាការៈរបស់បុរសម្នាក់នោះភ្លាមគាត់ក៏បានដឹងថាបុរសម្នាក់នោះកំពុងតែត្រូវអំពើគេពិតមែនដូច្នេះហើយនៅពេលយប់ឡើងជនជាតិចាមម្នាក់នោះគាត់ក៏ចាប់ផ្ដើមដោះអំពើទាំងអស់នោះចេញពីខ្លួនរបស់បុរសម្នាក់នោះហើយដោយដែលយើងដឹងស្រាប់ហើយថានៅពេលដែលយើងធ្វើពិធីដោះអំពើអ្នកជំងឺដែលត្រូវអំពើគេនោះប្រកាសជាឈឺចុកចាប់ជាខ្លាំងទេសោតមុនខ្មៅនៃអំពើដែលចាំដោះបានទៅលើបុរសម្នាក់នោះគឺសិតសឹងតែជាដាច់គោច្រេះលាយជាមួយឡាមហើយនឹងសក់និយាយទៅអំពើនេះគឺមិនខុសពីការធ្វើទៅលើខ្មោចតាសឿននោះទេក្រោយពីដោះអំពើនេះរួចរាល់ហើយគ្រូចាស់ម្នាក់នោះគាត់ក៏បានធ្វើពិធីផ្ចាញ់ជាមួយនឹងគ្រូដើមដែលគេប្រើមុនខ្មៅធ្វើអំពើមកលើបុរសម្នាក់នេះដោយដែលយើងដឹងស្រាប់ហើយថាគ្រូចាមភាគច្រើនរបៀននៃមន្តអាគមរបស់ពួកគេគឺខ្លាំងជាងរបៀនមន្តអាគមរបស់ខ្មែរយើងទៅទៀតបុរសម្នាក់នោះក្រោយពីគ្រូចាមបានដោះអំពើរួចរាល់ហើយគេក៏ចាប់ផ្ដើមធូរសះស្បើយមកធម្មតាវិញ
ហើយគ្រូចាមក៏បានផ្ដល់ថ្នាំឈើឲ្យបរិសម្នាក់នោះយកទៅដាំទឹកផឹកដើម្បីព្យាបាលបន្ថែម 4 ទៅ 5 ថ្ងៃក្រោយមកក៏ស្រាប់តែឮល្បីថាមេភូមិត្រូវបានស្លាប់ទេសោតគឺតាថងនេះឯងដែលគាត់ត្រូវបានបាត់បង់ជីវិតស្លាប់នៅលើផ្ទះតែម្នាក់ឯងហើយមូលហេតុដែលអ្នកភូមិដឹងថាតាថងគាត់ដេកស្លាប់នៅលើផ្ទះតែម្នាក់ឯងនោះក៏ព្រោះតែមានអ្នកភូមិម្នាក់នៅក្នុងភូមិនោះមានកិច្ចការជាមួយនឹងតាថងបន្តិចហើយឡើងទៅលើផ្ទះរបស់តាថងឃើញតាថងដេកស្លាប់នៅក្បែរមុខអាសនៈរបស់គាត់នេះឯងទេសោតអ្នកភូមិដែលបានឃើញពីស្ថានភាពដែលគាត់កំពុងតែស្លាប់នោះនៅលើរនាបផ្ទះរបស់គាត់គឺពោពេញតែដោយកំអួតទេសោតកំអួតនោះលាយឡំជាមួយនឹងដែកគោច្រេះហើយនឹងឡាមើលទៅវាពិតជារន្ធត់ខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះនៅលើអាសនៈដែលមានជើងពៀនគឺសិតសឹងតែជារបស់នៃការធ្វើអំពើមុនខ្មៅរបស់គាត់នេះឯងមានដូចជាកន្ត្រៃមាសកន្ត្រៃប្រាក់ដែលគេឧបកិច្ចដែកគោឡាមច្រេះព្រមទាំងសក់និងមានមជុលតូចហើយនឹងមជុលដេបាវមិនត្រឹមតែប៉ុណ្ណោះក៏មានរូបសំណាកបដិមាគោបាស្នាតេះដែលសិតសឹងតែជារបស់ធ្វើអំពើផ្ដាច់ជីវិតទាំងអស់ហើយបើនិយាយអំពីអ្នកភូមិនៅពេលដែលឃើញទង្វើរបស់គាត់បែបនេះហើយពួកគេម្នាក់ដោយសារតែស្អប់អញ្ចឹងហើយពួកគេម្នាក់ទៅធ្វើបុណ្យសាកសពខ្មោចតាថងជាលើកចុងក្រោយទាំងបង្ខំចិត្តនេះក៏ព្រោះតែទង្វើនៃបាបកម្មរបស់គាត់នេះឯងដែលធ្វើឲ្យអ្នកភូមិម្នាក់ពួកគេមិនបានគោរពស្រឡាញ់គាត់ទាំងដែលគាត់គឺជាមេភូមិនិយាយទៅគឺមិនដូចខ្មោចតាសឿននោះទេដែលគាត់គឺជាមេភូមិតែងតែជួយយកអាសាដល់អ្នកភូមិអញ្ចឹងហើយរឿងអ៊ំប្រុសដែលគាត់មិនបង្ហាញឈ្មោះរស់នៅក្នុងភូមិនោះបានចែករំលែកមកក៏សូមបញ្ចប់តែប៉ុណ្ណេះរឿងរ៉ាវមួយនេះគឺចែករំលែកដោយអ៊ំប្រុសម្នាក់ដែលខ្ញុំសូមមិនបង្ហាញឈ្មោះដោយរឿងមួយនេះដែរគឺពាក់ព័ន្ធទៅនឹងមន្តអាគមអូមអាមផ្លូវងងឹតដែលមានអ្នកធ្វើអំពើដាក់អំពាន់ទៅលើម្ដាយរបស់អ៊ំប្រុសម្នាក់នោះធ្វើឲ្យម្ដាយរបស់គាត់ក៏ត្រូវបានបាត់បង់ជីវិតអញ្ចឹងចង់ដឹងថាសាច់រឿងរបស់អ៊ំប្រុសដែលគាត់ចែករំលែកមកនេះទៅជាយ៉ាងណាតោះយើងទៅតាមដានស្ដាប់ជាមួយរាត្រីស្ងាត់ទាំងអស់គ្នារឿងមួយនេះដែរគឺកើតឡើងនៅកន្លងឆ្នាំ 1985 មានភូមិមួយស្ថិតនៅក្នុងខេត្តកំពង់ធំទីសោតភូមិនោះដែរគឺជាភូមិដែលនៅតាមជនបទវាលទំនាបគ្រាន់តែថានៅក្នុងសម័យនោះពោពេញទៅដោយព្រៃឈើប្រជាជនម្នាក់ដែលពួកគាត់ទៅតែចម្លៀសពីសង្គ្រាមមករស់នៅក្នុងភូមិនោះបាននាំគ្នាចាប់ដីដើម្បីរៀនព្រៃធ្វើស្រែដោយហេតុថានៅក្នុងរដូវវស្សាដូចដែលយើងដឹងស្រាប់ហើយថាมันខ្វះនោះទេសម្រាប់ទឹកធ្វើស្រូវក្នុងសម័យនោះអ្នកខ្លះក៏មាននាងគល់ហើយនឹងក្របីសម្រាប់ភ្ជួរស្រែក៏ប៉ុន្តែចំណែកឯអ្នកខ្លះវិញពួកគេមានចបសម្រាប់កាប់ដីដើម្បីជ្រោយដីលុបស្មៅក្នុងការព្រួសស្រូវត្បិតតែថាដីតំបន់នោះគឺពោពេញទៅដោយដីទំនាបក៏ពិតមែនក៏ប៉ុន្តែដីទាំងអស់នោះគឺពោពេញទៅដោយដីដំបូកធំអញ្ចឹងហើយគឺមាននៅសល់ចន្លោះដីបន្តិចបន្តួចតែប៉ុណ្ណោះសម្រាប់ស្ទូងស្រូវឬក៏ព្រួសស្រូវនេះឯងហើយនៅពេលដែលរដូវប្រាំងប្រមូលផលស្រូវទាំងអស់នោះអ្នកភូមិទាំងនោះពួកគេមិនសូវទទួលបានស្រូវប៉ុន្មាននោះទេដែលហេតុតែពួកគេធ្វើស្រូវតាមទំនៀមចន្លោះតូចនេះឯងមានក្រុមគ្រួសារមួយមានប្តីប្រពន្ធវ័យចំណាស់ហើយនឹងកូន5នាក់និយាយឲ្យចំទៅគឺជាក្រុមគ្រួសាររបស់អ៊ំប្រុសដែលគាត់ចែករំលែកមកនេះឯងដោយក្នុងចំណោមបងប្អូនរបស់អ៊ំប្រុសម្នាក់នោះគឺគាត់ជាកូនទី4កាលនោះបងរបស់គាត់គឺមានវ័យអាយុប្រហែលជា30ឆ្នាំចំណែកឯគាត់ហើយនឹងប្អូនរបស់គាត់គឺមានអាយុប្រហែលជាង20ឆ្នាំដោយបងប្អូនរបស់គាត់ទាំង5នាក់គឺមិនដែលទំនេរនោះទេហើយពួកគាត់ទាំងអស់គ្នានោះក៏មិនដែលសូវនៅក្នុងស្រុកភូមិអីនោះដែរពីព្រោះថាពួកគាត់ទៅរកស៊ីនៅឯតំបន់ព្រៃភ្នំដូចជាភ្នំជីជាដើមហើយយើងដឹងស្រាប់ហើយថាភ្នំជីក្នុងសម័យនោះគឺមិនខ្វះនោះទេរ៉ែមាសហើយនឹងរ៉ែត្បូងដោយកំឡោះភាគច្រើននៅក្នុងភូមិនោះរាល់ពេលទំនេរពីការធ្វើស្រូវធ្វើស្រែចម្ការពួកគេតែងតែទៅរែងមាសជីកត្បូងនៅឯភ្នំជីនៅល្ងាចថ្ងៃមួយមានតាម្នាក់ដែលគាត់មានឈ្មោះថាតាយឹងគាត់បានដើរអមជាមួយនឹងក្រមាបងកទៅផ្ទះរបស់អ៊ំប្រុសដែលគាត់ចែករំលែកមុខនេះ
តាមកាពិតទៅផ្ទះរបស់តាយើងហើយនឹងផ្ទះរបស់អ៊ំប្រុសម្នាក់នោះគឺនៅក្បែរគ្នានេះឯងនិយាយឲ្យចំទៅគឺផ្ទះរបស់គាត់នៅជាប់គ្នាតែម្ដងមូលហេតុដែលតាយើងដើរទៅផ្ទះរបស់គាត់គឺគាត់មានគោលបំណងទៅខ្ចីអង្ករដើម្បីដាំបាយហូបនៅពេលដែលអ៊ំយើងគាត់ដើរទៅដល់ផ្ទះរបស់អ៊ំប្រុសម្នាក់នោះដោយតាយើងគាត់ក៏បានសុំខ្ចីអង្ករម្ដាយអ៊ំប្រុសម្នាក់នោះហើយខ្ញុំក៏ភ្លេចប្រាប់ថាម្ដាយឪពុកអ៊ំប្រុសម្នាក់នោះគឺគាត់មានឈ្មោះថាតាសេនយាយអននៅពេលនោះដែរកូនរបស់ពូគាត់គឺពុំបាននៅនោះទេបើតាមអ៊ំប្រុសម្នាក់នោះគាត់បានចែករំលែកថានៅពេលដែលតាយើងគាត់ទៅខ្ចីអង្ករម្ដាយរបស់គាត់នៅថ្ងៃនោះយាយអនគឺគាត់នៅសល់អង្ករបន្តិចបន្តួចស្របពេលដែលតាយើងគាត់ខ្ចីអង្ករយាយអនគាត់ក៏បានឆ្លើយប្រាប់ទៅកាន់តាយើងថាគឺគាត់ពុំមានអង្ករនោះឡើយតាយើងដោយសារតែគាត់មិនសូវជឿទៅលើយាយអនគាត់ក៏បានសួរបញ្ជាក់ម្ដងហើយម្ដងទៀតថាច្បាស់ហើយថាយាយអនមិនមានអង្ករឲ្យគាត់ពិតមែនហើយយាយអនស្របពេលនោះដែរដោយសារតែឃើញថាតាយើងគាត់មិនអស់ចិត្តគាត់ក៏បានតបទៅកាន់តាយើងម្ដងទៀតថាគាត់ពិតជាគ្មានមែននិយាយទៅគឺគាត់នៅសល់បន្តិចបន្តួចដែរក៏ប៉ុន្តែទុកដាំបាយហូបល្ងាចនេះឯងបន្ទាប់ពីឮបែបនោះហើយតាយើងគាត់ក៏បានដើរចាក់ចេញពីផ្ទះរបស់យាយអនមើលទៅទឹកមុខរបស់គាត់នៅពេលនោះហាក់បីដូចជាអន់សម្ពន់ចិត្តទៅលើយាយអនអញ្ចឹងហើយនៅពេលដែលតាយើងគាត់ដើរទៅដល់ផ្ទះរបស់គាត់វិញគាត់ក៏បានប្រាប់ប្រពន្ធរបស់គាត់ឲ្យទៅខ្ចីអង្ករអ្នកជិតខាងក្បែរនោះទៀតតែខណៈពេលហ្នឹងមុននឹងប្រពន្ធរបស់គាត់ទៅខ្ចីអង្ករអ្នកជិតខាងផ្សេងគាត់ក៏បានសួរទៅកាន់តាយើងជាប្តីរបស់គាត់ថាយ៉ាងម៉េចទៅហើយឯងទៅខ្ចីអង្ករនៅផ្ទះនេះអូនអត់បានមែនទេអញទៅខ្ចីវាមាញ់វាឆ្លើយថាអត់មានតែក៏អញមិនជឿមិននឹងដែរសង្ស័យតែដោយសារយើងទៅខ្ចីអង្ករវារាល់ថ្ងៃពេកទៅវាមិនចង់ឲ្យអង្ករយើងនឹងនឹងហើយតាវាខ្ញុំគិតថាអង្កររបស់នេះអូនមិនខ្វះទេហើយសង្ស័យតែមកពីយើងវាក្រទៅគេមិនឲ្យអង្ករយើងខ្ចីមិនអីទេយាយវាកងតែដឹងទេមីក្អូនហើយនឹងអញហើយតាវាចង់ធ្វើស្អីគេទៀតហើយកុំប្រាប់ណាថាប្រើអានោះទៅធ្វើបាបគេទៀតមកពីវាទេដែលមិនឲ្យអង្ករអញខ្ចីមកយ៉ាងប្រហែលជាវាចង់ស្គាល់ថ្នាំខ្លាំងអញ្ចឹងហើយឲ្យវាស្គាល់រសជាតិម្ដងលេងជាមួយអ្នកណាមិនលេងជាមួយនឹងអញមីក្អូនហើយតាវាឲ្យឈប់ប្រព្រឹត្តទៅអំពើនេះគឺជាអំពើបាបកម្មណានៅថ្ងៃណាមួយអំពើទាំងអស់នេះប្រកាសជាត្រឡប់មករកតាវាវិញជាជាមិនខានយាយឯងនៅឲ្យតែស្ងៀមទៅកុំចេះជាងអញវាគ្មានបាបកម្មអីទេបន្ទាប់ពីតាយើងគាត់និយាយបែបនោះហើយធ្វើឲ្យប្រពន្ធរបស់គាត់ក៏ធ្វើទឹកមុខក្រៀមក្រំបន្ទាប់មកគាត់ក៏បានដើរទៅខ្ចីអង្ករនៅផ្ទះអ្នកជិតខាងផ្សេងដោយបើនិយាយអំពីយាយអនតាមក៏ពិតទៅគឺគាត់មានអង្ករក៏ប៉ុន្តែមូលហេតុដែលគាត់មិនចង់ឲ្យអង្ករនោះទៅឲ្យតាយើងគាត់ខ្ចីពីព្រោះថារាល់ពេលដែលតាយើងគាត់ខ្ចីអង្ករគាត់គឺគាត់ពុំដែរសងនោះឡើយមកយ៉ាងវិញទៀតនៅក្នុងរដូវវស្សាដោយដែលយើងដឹងស្រាប់ហើយថាគឺស្រូវអង្ករតាមផ្ទះនីមួយៗខ្វះខាតខ្លាំងណាស់តំរាំតែដល់រដូវប្រាំងប្រមូលផលស្រូវវិញតាមផ្ទះគ្រួសារនីមួយៗភាគច្រើនគឺអស់អង្ករហូបមិនដល់រដូវប្រាំងអ្នកខ្លះក៏មានដំឡូងសម្រាប់ហូបបន្តចំណែកឯអ្នកខ្លះវិញខ្ចីបុលអង្ករឬក៏ស្រូវពីអ្នកជិតខាងក្នុងភូមិដែលពួកគេសល់អង្ករសល់ស្រូវក៏ប៉ុន្តែមិនមែនខ្ចីបានដោយងាយៗនោះឡើយមានអ្នកខ្លះខ្ចីបុលគេតែមួយតៅនៅពេលដែលដល់ប្រមូលផលស្រូវវិញគឺសងគេពីរតៅបានន័យថាចំពាក់គេមួយតៅក៏ប៉ុន្តែគេយកចំណេញលើយើងមួយតៅដែររហូតដល់មានអ្នកខ្លះដោយហេតុតែអត់អង្ករហូបខ្លាំងពេកពួកគេសុកចិត្តដូរគោក្របីជាមួយនឹងស្រូវមួយតៅហើយមិនត្រឹមតែប៉ុណ្ណោះអ្នកភូមិនោះក៏មានរឿងដ៏កំសត់ខ្លាំងជាងនោះទៅទៀតអ្នកខ្លះហូបគល់លហុងហើយនឹងផ្លែក្ដួចជំនួសបាយនេះបើតាមអ៊ំប្រុសដែលគាត់ចែករំលែកអ៊ំប្រុសដែលគាត់ចែករំលែកនោះគាត់បាននិយាយបន្តទៀតថាម្លងប្រហែលជា4ទៅ5ថ្ងៃក្រោយមកក៏ស្រាប់តាយាយអនដែលជាម្ដាយរបស់គាត់ក៏ស្រាប់តែគាត់មានអាការៈស្រាវស្រាញ់ឈឺពេញខ្លួនប្រាណទាំងដែលគាត់មិនបានធ្វើការងារធ្ងន់សោះអញ្ចឹងហើយតាសេនដែលជាប្តីរបស់គាត់ក៏ព្រោះតែឃើញថាប្រពន្ធរបស់គាត់មិនស្រួលខ្លួនបែបនោះគាត់ក៏បានដើរទៅក្នុងព្រៃខាងក្រោយភូមិដើម្បីទៅរកថ្នាំឈើផ្សំឲ្យយាយអនដាំទឹកផឹកដោយបន្ទាប់ពីតាសេនគាត់រកបានហើយគាត់ក៏បានដាំទឹកថ្នាំឈើនោះឲ្យប្រពន្ធរបស់គាត់ផឹកនោះទៅក៏ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃអាការៈរបស់យាយអនក៏កាន់តែធ្ងន់ធ្ងរឡើង
មើលទៅសភាពលក្ខណៈរបស់គាត់គឺស្លេកស្លាំងហើយនឹងជាំខ្មៅតាមខ្លួននិយាយឲ្យចំទៅគឺពុំបានធូរស្រាកស្រានសះស្បើយអីនោះទេរយៈពេល2ថ្ងៃហើយដែលតាសេនគាត់ដាំថ្នាំឈើឲ្យយីអូនផឹកដើម្បីព្យាបាលខ្លួនពីព្រោះតែមើលពីស្ថានភាពហើយនឹងអាការៈមិនព្រមធូរសះស្បើយបែបនេះតាសេនគាត់ក៏ចាប់ផ្ដើមសង្ស័យទៅលើអាការៈរបស់យីអូនហើយការសង្ស័យរបស់គាត់នោះគឺគាត់ចង់សម្ដៅទៅលើយីអូនកំពុងតែត្រូវអំពើរបស់គេមកយ៉ាងវិញទៀតនៅពេលដែលអ្នកភូមិនៅក្នុងភូមិនោះទៅមើលអាការៈរបស់យីអូនដោយហេតុតែឃើញសភាពលក្ខណៈនៃអាការៈបែបនោះអ្នកភូមិទាំងនោះពួកគេក៏បាននិយាយខ្សឹបទៅកាន់តាសេនថាយីអូនដែលជាប្រពន្ធរបស់គាត់ច្បាស់ណាស់កំពុងតែត្រូវអំពើរបស់គេនៅខណៈពេលដែលអ្នកភូមិទាំងអស់នោះនិយាយខ្សឹបប្រាប់ទៅកាន់តាសេនមើលទៅពួកគេម្នាក់ហាក់បីដូចជាផិតភ័យខ្លាចមិនចង់និយាយរឿងបែបនោះទេបើនិយាយអំពីតាយើងតាំងពីយីអូនគាត់ធ្លាក់ខ្លួនឈឺគឺពុំបានមកចិត្តមកក្បែរមើលពីអាការៈរបស់យីអូននោះឡើយនិយាយទៅមានតែប្រពន្ធរបស់គាត់តែប៉ុណ្ណោះដែលដើរមកមើលយីអូនទាំងដែលផ្ទះរបស់ពួកគាត់ទាំងពីរគ្រួសារគឺនៅជាប់គ្នាគ្រាន់តែថាខាងនឹងរបងឈើបន្តិចនៅពេលដែលប្រពន្ធរបស់តាយើងមកមើលយីអូនខណៈពេលហ្នឹងគឺគាត់ធ្វើទឹកមុខហាក់បីដូចជាព្រួយបារម្ភទៅលើយីអូនជាខ្លាំងហើយប្រពន្ធរបស់តាយើងគាត់ក៏បានសួរទៅកាន់យីអូនថាយ៉ាងម៉េចទៅហើយនេះឮថាឈឺហើយអាការៈធូរសះស្បើយខ្លះហើយឬនៅអូយអ្នកអើយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅមិនដឹងថាវាឈឺអីទេបានជាផឹកថ្នាំឈើនេះផឹកថ្នាំឈើនោះមិនបាត់សោះកាន់តែផឹកក៏កាន់តែឈឺទៅមិនព្រមស្រាកស្រានធូរសះស្បើយឡើយខ្ញុំក៏មិនដឹងថាជួយយ៉ាងម៉េចទេអ្នកអើយឲ្យអ្នកសេនទៅរកថ្នាំឈើផ្សេងទៅហេងលោថាផឹកទៅវាសមបន្ទាប់ពីប្រពន្ធរបស់តាយើងគាត់និយាយបែបនោះហើយគាត់ក៏បានដើរចុះពីលើផ្ទះរបស់យីអូនតាសេនដោយហេតុតែគាត់សង្ស័យធ្វើឲ្យគាត់ក៏បានគិតថាប្រសិនបើប្រពន្ធរបស់គាត់ពិតជាត្រូវមុនខ្មៅនៃអំពើដែលគេធ្វើមកពិតមែនគាត់ជឿថាអ្នកដែលធ្វើអំពើដាក់អំពាន់មកលើយីអូនគឺនៅមិនឆ្ងាយពីទីនោះទេនិយាយទៅគឺគាត់ចង់សម្ដៅទៅលើអ្នកដែលនៅក្បែរផ្ទះរបស់គាត់នេះឯងពីព្រោះថាតាសេនក៏ស្គាល់មាយាទចរិតរបស់តាយើងច្បាស់តាយើងគាត់គឺជាអ្នកចេះនៅមុនអាគមអ៊ំអាមផ្លូវងងឹតនិយាយចំទៅតាយើងម្នាក់នេះគឺគាត់រៀននៅមុនវិជ្ជាផ្លូវងងឹតរហូតដល់គាត់ក៏បានក្លាយទៅជាគ្រូធ្មប់ដោយនៅក្នុងភូមិនោះដែរក៏មានអ្នកចេះនៅមុនវិជ្ជាផ្លូវក្នុងជាច្រើននាក់ហើយបើតាមអ៊ំប្រុសដែលគាត់ចែករំលែកមកនេះគឺកម្រមានអ្នកណាហ៊ានប៉ះពាល់ជាមួយនឹងតាយើងណាស់មិនមែនថាអ្នកដែលចេះមុនវិជ្ជាផ្លូវក្នុងនៅក្នុងភូមិទាំងអស់នោះពួកគេខ្លាចនោះទេគឺដោយសារតែពួកគេខ្ជិលមិនចង់ប្រើមុនវិជ្ជាទាំងអស់នោះទៅតតាំងជាមួយនឹងគាត់នៅល្ងាចបន្តិចតាសេនក៏ព្រោះតែគាត់ឃើញថាប្រពន្ធរបស់គាត់មិនព្រមស្រាកស្រានធូរសះស្បើយសោះគាត់ក៏បានដើរទៅផ្ទះខ្លារបស់គាត់នៅឯចុងភូមិដែលមានឈ្មោះថាតាមេតបើនិយាយអំពីតាមេតដែលជាខ្លារបស់តាសេននេះវិញគឺគាត់ក៏មិនណយនោះដែររឿងមុនវិជ្ជាផ្លូវងើតផ្លូវក្នុងអាគមអ៊ំអាមសមយោគឺគាត់ក៏ខ្លាំងណាស់ដែរមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ធ្លាប់ជួយដោះអំពើជួយដល់អ្នកភូមិនោះតាសេនបន្ទាប់ពីគាត់ដើរទៅដល់ផ្ទះរបស់តាមេតនៅឯចុងភូមិនោះគាត់ក៏បានចូលទៅនិយាយជជែកគ្នាលេងជាមួយនឹងតាមេតហើយខណៈពេលនោះតាមេតគាត់ក៏បានសួរទៅកាន់តាសេនថាយ៉ាងម៉េចទៅហើយអាសេនឮអ្នកភូមិនិយាយថាប្រពន្ធរបស់ឯងឈឺចុះពេលនេះធូរសះស្បើយគ្រាន់បើជាងមុនហើយឬនៅអញមកផ្ទះខ្លាឯងក៏ព្រោះតែរឿងនេះឯងតាមក៏ពិតទៅយាយវាមិនព្រមធូរសះស្បើយសោះតាំងពីឈឺមកទៅតែឈឺ2ថ្ងៃនេះឯងក៏ស្រាប់តែធ្ងន់ធ្ងរយកតែម្ដងអញសង្ស័យតែម៉ែវាកំពុងតែត្រូវរបស់គេទេអើយមកចាំវិទីតនៅលើដងខ្លួនគឺជាប់ខ្មៅចម្លែកបើថាមិនកើតទេចាំអញទៅមើលបើសិនតែត្រូវរបស់គេមែនចាំអញជួយហើយឯងទៅផ្ទះមុនអញទៅចាំពេលយប់អញទៅតាមក្រោយបន្ទាប់ពីតាមេតគាត់និយាយបែបនោះហើយតាសេនគាត់ក៏បានដើរចាកចេញពីផ្ទះរបស់តាមេតហើយនៅពេលដែលគាត់ដើរមកដល់ផ្ទះរបស់គាត់វិញគ្រាន់តែគាត់ដើរជិតទៅដល់កម្មជិតដើរផ្ទះរបស់គាត់ភ្លាមក៏ស្រាប់តែតាសេនគាត់ក៏ស្ដាប់ឮសំឡេងប្រពន្ធរបស់គាត់កំពុងតែសើចម្នាក់ឯងយ៉ាងចម្លែកក៏ប៉ុន្តែនៅពេលដែលគាត់ឡើងទៅលើផ្ទះគាត់បែរទៅជាឃើញយីអូនកំពុងតែធ្ងោទាំងភាពឈឺចុកចាប់ទៅវិញទីសោតនៅល្ងាចនោះគឺពុំមានអ្នកណាមកមើលយីអូននោះទេធ្វើឲ្យតាសេនគាត់ក៏ចាប់ផ្ដើមដឹងថា
មាញ់នោះដែលគាត់ស្ដាប់ឮសំឡេងសាយប្រហែលជាសំឡេងនោះមិនមែនជាសំឡេងរបស់យីអននោះឡើយវាច្បាស់ជាគេប្រើព្រាយមកដើម្បីឲ្យមកធ្វើបាបយីអនក៏ប៉ុន្តែខណៈពេលនឹងដែរតាសេនគាត់ក៏បានអង្គុយមើលយីអនដោយគាត់រំពឹងថាតាមេតដែលជាខ្លាចរបស់គាត់នឹងមកជួយនៅចន្លោះប្រហែលជាម៉ោង 7 ទៅម៉ោង 8 យប់តាមេតគាត់ក៏បានដើរចេញពីផ្ទះរបស់គាត់នៅឯចុងភូមិសម្ដៅទៅផ្ទះរបស់តាសេននៅឯកណ្ដាលភូមិក៏ប៉ុន្តែខណៈពេលដែលគាត់ដើរជិតមកដល់ផ្ទះរបស់តាយឹងក៏ស្រាប់តែសុកតាមេតគាត់ក៏បានឃើញឆ្កែខ្មៅពីរក្បាលមិនដឹងថាវាចេញមកពីណាពីណីនោះទេវាបានមកឈរព្រុសក្រហមទាំងគួរឲ្យខ្លាចនៅកណ្ដាលផ្លូវសភាពលក្ខណៈឆ្កែមួយគូនោះគឺពុំឃើញមានជើងនោះឡើយភ្នែករបស់វាគឺក្រហមយ៉ាងថ្លែតចំណែកឯចង្កូមរបស់វាវិញគឺស្រួចហើយនឹងវែងមើលទៅគឺពិតជាគួរឲ្យខ្លាចតាមេតក៏ព្រោះតែគាត់ដឹងថាជារបស់ដែលគេប្រើមកដើម្បីមកទប់ទល់ជាមួយនឹងគាត់អញ្ចឹងហើយគាត់ក៏បានសូត្រនៅមន្តគាថាដើម្បីជារនាំងការពារទៅលើពពួករបស់ធ្មប់ដែលគេប្រើមកធ្វើបាបគាត់បន្ទាប់ពីគាត់សូត្រនៅមន្តគាថាហើយគាត់ក៏បានដើរតាមផ្លូវតម្រង់ទៅកាន់ឆ្កែខ្មៅទាំងពីរក្បាលដែលវាកំពុងតែព្រុសនៅខណៈពេលដែលគាត់ដើរជិតទៅដល់ក្បែរឆ្កែទាំងពីរក្បាលនោះក៏ស្រាប់តែឆ្កែខ្មៅទាំងពីរក្បាលនោះវាក៏បានស្ទុះហក់មករកគាត់ដោយគ្រាន់តែវាហក់មករកត្របាក់ខំគាត់ភ្លាមក៏ស្រាប់តែឆ្កែខ្មៅដែលគេប្រើមកនោះវាក៏បានប៉ើងខ្ទាតចេញពីខ្លួនរបស់តាមេតដោយគ្រាន់តែឆ្កែខ្មៅទាំងពីរក្បាលនោះប៉ើងខ្ទាតហើយស្រែកបានបន្តិចក៏ស្រាប់តែវាបានបាត់ស្រមោលពីទីនោះបាត់ទៅប៉ុន្តែស្របពេលដែលគាត់ដើរបាន2 ទៅ 3 ម៉ែត្រក្រោយមកគាត់ក៏បានឃើញគោបាខ្មៅយ៉ាងឃ្លិចមួយកំណាត់ឡើងលើរត់ចេញពីផ្ទះរបស់តាយើងមករកតាមេតដែលគាត់កំពុងតែដើរនៅលើផ្លូវហើយតាមេតខណៈពេលនឹងដែរក៏ស្រាប់តែគាត់ក៏បានក្រឡែកភ្នែកឃើញវាគ្រាន់តែគាត់ឃើញវាកំពុងតែឈ្មោះមករកគាត់ភ្លាមតាមេតគាត់ក៏មិនបានចាំយូរនោះដែរដោយគាត់បានយកឈើច្រត់នៅលើដៃរបស់គាត់បន្ទាប់មកគាត់ក៏បានធ្វើបរិកម្មគាថាដើម្បីបញ្ចុះអធិដ្ឋានទៅលើឈើច្រត់ដែលគាត់កំពុងតែកាន់នោះខណៈពេលហ្នឹងគ្រាន់តែគោបាមួយក្បាលនោះរត់ថាពីដីមកដល់គាត់ភ្លាមក៏ស្រាប់តែគាត់ក៏បានវាយនឹងឈើច្រត់របស់គាត់2 ទៅ 3 ឈើទេសោតឈើច្រត់នោះគឺគាត់វាយឲ្យត្រូវក្បាលរបស់វាតែម្ដងអញ្ចឹងហើយសំឡេងរោទាំងភាពឈឺជកចាប់របស់គោដែលគេប្រើមកនោះវាក៏បានរោស្រែកធ្វើឲ្យផ្ទះអ្នកជិតខាងក្បែរនោះអ្នកខ្លះក៏បានបើកទ្វារមើលសម្ដៅទៅលើផ្លូវថាវាគឺជាអ្វីប៉ុន្តែពួកគេមើលមិនឃើញមានអ្វីឡើយដោយសារតែវាងងឹតគួរសមណាស់ដែរដោយពួកគេបានឃើញតែស្រមោលរបស់តាមេតគាត់កំពុងតែកាន់ឈើច្រត់នៅលើផ្លូវបើនិយាយអំពីគោបាដែលគេប្រើមកនោះក្រោយពីវាត្រូវ2 ទៅ 3 ឈើច្រត់អដ្ឋានរបស់តាមេតក៏ស្រាប់តែពេលនោះគោបាដែលគេប្រើមកនោះវាក៏បានបាត់ស្រមោលសូនឈឹងទៅហើយតាមេតគាត់ក៏បានដើរបន្តទៅកាន់ផ្ទះរបស់តាសេននៅខណៈពេលដែលគាត់ដើរនោះគាត់ក៏បានងាកទៅមាត់ទ្វារផ្ទះរបស់តាយឹងនៅពេលនោះដែរគាត់ក៏បានឃើញតាយឹងកំពុងតែឈរនៅមាត់ទ្វារសម្លក់សម្លឹងមកកាន់គាត់ហាក់បីដូចជាគាត់ខឹងក្រោធទៅលើតាមេតជាខ្លាំងតាមេតក៏ព្រោះតែគាត់ដឹងថារបស់ទាំងអស់នោះគឺជារបស់តាយឹងគាត់ក៏បានងាកមើលផ្លូវវិញដើរធ្វើជាមិនដឹងធ្វើជាមិនឮបន្ទាប់ពីតាមេតគាត់ដើរចូលទៅដល់មុខផ្ទះរបស់តាសេនភ្លាមខណៈពេលនឹងដែរគាត់ក៏បានក្រឡែកភ្នែកមើលទៅលើដំបូលផ្ទះរបស់តាសេនពេលនឹងហើយរឿងដែលរន្ធត់បំផុតនោះគឺពពួកខ្មោចព្រាយវាកំពុងតែអង្គុយសើចនៅលើដំបូលផ្ទះរបស់តាសេនតាមេតក៏ព្រោះតែគាត់មើលឃើញបែបនោះហើយតាមេតគាត់ក៏បានស្រែកហៅតាសេនពីមុខផ្ទះរបស់គាត់ខណៈពេលហ្នឹងតាសេនក៏ព្រោះតែគាត់ឮសំឡេងរបស់តាមេតហៅពីមុខផ្ទះរបស់គាត់ដូច្នេះគាត់ក៏បានដើរមកមាត់ទ្វារផ្ទះរបស់គាត់បន្ទាប់មកក៏បានស្រែកហៅតាមេតឲ្យឡើងទៅលើផ្ទះរបស់គាត់ក៏ប៉ុន្តែនៅពេលនោះតាមេតគាត់ក៏បាននិយាយទៅកាន់តាសេនថាអាសេនអើយអញអត់ទាន់ឡើងទៅលើផ្ទះរបស់ឯងទេឯងទៅយកអង្ករឲ្យអញ2 ទៅ 3 ក្តាប់សិនតាសេនខណៈពេលនឹងដែរគាត់ក៏មិនបានឆ្ងល់អីនោះឡើយពីព្រោះតែគាត់ដឹងពីហេតុផលរបស់តាមេតច្បាស់ខណៈពេលនឹងតាសេនគាត់ក៏មិនរងចាំយូរនោះឡើយដោយគាត់បានយកអង្ករ2 ទៅ 3 ក្តាប់នៅឯក្បែរចង្ក្រានបាយផ្ទះរបស់គាត់បន្ទាប់មកគាត់ក៏បានដើរចុះពីលើផ្ទះហុចអង្ករនោះឲ្យតាមេតហើយតាមេតគាត់ក៏បានសូត្រគាថាផ្លុំផងអីផងទៅលើអង្ករនោះក្រោយពីតាមេតគាត់សូត្របែបនោះរួចរាល់ហើយ
គាត់ក៏បានក្រវះអង្គនោះមួយទំហឹងគប់ទៅលើដំបូលផ្ទះចំណែកឯមួយក្តាប់ចុងក្រោយគាត់ក៏បានក្រវះជះទៅមាត់ទ្វារផ្ទះខណៈពេលនឹងហើយបន្លឺសំឡេងព្រឺព្រួយគួរឲ្យខ្លាចក៏ចាប់ផ្ដើមបន្លឺឡើងទាសោតបន្លឺសំឡេងពពុះព្រាយដែលគេប្រើមកនៅលើដំបូលផ្ទះរបស់តាសេនវាក៏បានស្រែកទាំងភាពឈឺជុកចាប់នៅលើដំបូលផ្ទះរបស់តាសេនដោយតាសេននៅពេលនោះគឺគាត់ពុំបានឮអ្វីស្រែកនៅលើដំបូលផ្ទះរបស់គាត់នោះឡើយនិយាយឲ្យចំទៅសំឡេងសម្រែកទាំងភាពឈឺជុកចាប់របស់ព្រាយនោះគឺឮតែតាមេតនោះទេក៏ប៉ុន្តែសំឡេងដែលធ្វើឲ្យតាសេនគាត់ស្ដាប់ឮគឺជាសំឡេងរបស់យាយអូនដែលគាត់កំពុងតែស្រែកទាំងភាពឈឺជុកចាប់ទាសោតមូលហេតុដែលគាត់ស្រែកនោះគឺដោយសារតែមុនខ្មៅនៃអំពើវាបានបញ្ចេញរិទ្ធអញ្ចឹងហើយដែលធ្វើឲ្យយាយអូនគាត់ក៏បានស្រែកមួយទំហឹងយ៉ាងចម្លែកដូចនេះទៅតាមេតនៅពេលដែលគាត់ឮសំឡេងយាយអូនកំពុងតែស្រែកទាំងភាពឈឺជុកចាប់នោះមកយ៉ាងពពួកខ្មោចព្រាយដែលគេប្រើមកនៅលើដំបូលផ្ទះរបស់តាសេនពួកវាក៏បានទៅអស់អញ្ចឹងហើយតាមេតនិងតាសេនពួកគាត់ក៏បានប្រញាប់ប្រញាល់ឡើងទៅលើផ្ទះស្របពេលនោះតាសេនគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាយ៉ាងម៉េចទៅហើយយាយវីកើតអីមែនទេបានជាស្រែកដល់ថ្នាក់នឹងហើយតាវីហើយខ្ញុំក្តៅណាស់មិនដឹងថាកើតអីទេម៉ាញ់នេះបន្តិចហាក់បីដូចជាមានអ្នកណាម្នាក់កំពុងតែដុតខ្លួនខ្ញុំអញ្ចឹងហើយខ្ញុំក្តៅណាស់តាវីហើយអូយក្តៅណាស់អូយក្តៅណាស់តាវីហើយនៅពេលនោះដែរតាសេនគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាមិនអីនោះទេចាំឲ្យតាមេតជាអ្នកមើលនៅខណៈពេលនឹងដែរក៏ស្រាប់តែមានអ្នកភូមិ 4-5 នាក់ពួកគេក៏បាននាំគ្នាឡើងទៅលើផ្ទះរបស់តាសេនទាសោតកន្លងពេលនោះដែរគឺវាប្រហែលជាម៉ោង 9 ទៅម៉ោង 10 យប់មូលហេតុដែលម្នាក់ទៅផ្ទះរបស់តាសេនក៏ព្រោះតែពួកគេបានឮសំឡេងរបស់យាយអូនពីព្រោះថាពួកគេបានស្ដាប់ឮសំឡេងសម្រែកទាំងភាពឈឺជុកចាប់របស់យាយអូនមុននោះបន្តិចនេះឯងអ្នកភូមិម្នាក់គ្រាន់តែពួកគេឡើងទៅលើផ្ទះរបស់យាយអូនភ្លាមពួកគាត់ទាំងប៉ុន្មាននាក់នោះក៏បានសួរទៅកាន់យាយអូនដោយដែលតាសេនគាត់បានសួរទៅកាន់ប្រពន្ធរបស់គាត់អញ្ចឹងថាតើពេលនេះមានរឿងអីកើតឡើងមែនទេហើយអ្វីបានជាយាយអូនក៏ស្រែកហាក់បីដូចជាឈឺជុកចាប់បែបនេះយាយអូនក៏ព្រោះតែគាត់ឈឺជុកចាប់ខ្លាំងពេកគាត់ក៏ពុំបានឆ្លើយតបទៅកាន់អ្នកភូមិទាំងអស់នោះឡើយហើយបើតាមអំប្រុសដែលគាត់ចែករំលែករឿងមួយនេះគាត់បាននិយាយបន្តទៀតថានៅខណៈពេលនឹងដែរតាមេតគាត់ក៏បានមើលដឹងពីអាការៈរបស់យាយអូនដោយអាការៈនោះដែរបើតាមមើលពីស្ថានភាពលើរូបរាងកាយរបស់យាយអូនគឺជាំខ្មៅមកយ៉ាងវិញទៀតនៅលើរូបរាងកាយស្បែករបស់គាត់ហាក់បីដូចជាមានអ្វីតូចកំពុងតែរត់ចុះរត់ឡើងនៅលើខ្លួនរបស់គាត់ដោយអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងថាតើនោះគឺជាអ្វីតាមក៏ពិតទៅទាំងអស់នោះគឺជាមុនខ្មៅនៃអំពើធ្មប់ដែលយាយអូនកំពុងតែត្រូវបានគេធ្វើអំពើតាមេតក៏ព្រោះតែគាត់ដឹងបែបនោះគាត់ក៏ចាប់ផ្ដើមរាប់ដៃរាប់ជើងមើលឲ្យកាន់តែច្បាស់ថាតើគេប្រើរបស់អ្វីមកធ្វើបាបទៅដល់យាយអូនបន្ទាប់ពីតាមេតគាត់រាប់ដៃរាប់ជើងមើលដឹងហើយគាត់ក៏បានប្រាប់ឲ្យតាសេនយកធូប 2 ទៅ 3 សរសៃព្រមទាំងយកម្លូ 2-3 សន្លឹកហើយតាសេនដែលហេតុតែគាត់ព្រួយបារម្ភពីប្រពន្ធរបស់គាត់ខ្លាំងពេកអញ្ចឹងហើយគាត់ក៏បានធ្វើតាមការប្រាប់របស់តាមេតបន្ទាប់ពីតាសេនយកម្លូហើយនឹងធូប 2 ទៅ 3 សរសៃហុចឲ្យតាមេតគាត់ក៏មិនរងចាំយូរក៏ព្រោះតែឃើញថាយាយអូនកំពុងតែឈឺជុកចាប់ជាខ្លាំងខណៈពេលនឹងដែរគាត់ក៏ចាប់ផ្ដើមអង្គុយធ្វើពិធីកម្មសូត្របរិកម្មគាថានៅក្បែរយាយអូនហើយនៅពេលដែលតាមេតគាត់សូត្រនៅមុនគាថានោះយាយអូនគាត់ក៏ចាប់ផ្ដើមបន្លឺសំឡេងសម្រែកទាំងភាពឈឺជុកចាប់កាន់តែខ្លាំងឡើងដោយគាត់បានស្រែកថាក្តៅណាស់ហើយឲ្យតាសេនគាត់ទៅយកទឹកមកជូតលើខ្លួនប្រាណរបស់គាត់តាសេនគាត់បំរុងនឹងដើរទៅយកទឹកហើយនឹងក្រមាមកជូតលើប្រពន្ធរបស់គាត់ទៅហើយតែស្របពេលនោះក៏ត្រូវបានតាមេតគាត់លើកដៃជាសញ្ញាដើម្បីហាមឃាត់ពីព្រោះថាមុនខ្មៅនៃអំពើធ្មប់ឲ្យតែអ្នកណាម្នាក់ដែលជាអ្នកធ្វើអំពើនោះបានដាក់កំណត់ថាអ្នកដែលត្រូវអំពើរបស់ខ្លួននឹងស្លាប់ដោយសារអ្វីមួយដូចជាគ្រូធ្មប់ដែលគេកំណត់ទៅលើសាច់ជ្រូកនៅពេលដែលអ្នកជំងឺត្រូវអំពើរបស់គ្រូធ្មប់នោះប្រសិនបើអ្នកជំងឺត្រូវអំពើគេនោះបានទទួលទានសាច់ជ្រូកឬក៏សាច់អ្វីមួយដែលគ្រូធ្មប់បានកំណត់ច្បាស់ណាស់អ្នកជំងឺដែលត្រូវអំពើធ្មប់នឹងប្រកាសស្លាប់ភ្លាមនៅពេលនោះតែម្ដងដូច្នេះហើយបើនិយាយអំពីតាមេតគាត់ខ្លាចបែបនេះហើយទៅគាត់បានហាមឃាត់តាសេនកុំឲ្យយកទឹកឬក៏យកក្រមាមកពូតជូតទៅលើខ្លួនរបស់យាយអូនខ្លាចក្រែងថាអ្នកដែលធ្វើអំពើដាក់អំពន់មកលើយាយអូនគឺគេដាក់កំហិតកំណត់ដោយទឹកអាចថាប្រសិនបើតាសេនយកទឹកនោះទៅជូតលើខ្លួនប្រាណរបស់យាយអូនតើវានឹងមានរឿងអីកើតឡើងទៅលើយាយអូន
bà nè phơi âm pơ đã âm pon nút bất chi cầm nọt nâng tật nút ménประกาศจีอ๋อnângประกาศสลับพลิมแต่มาดองเฮ้ยดาวสระไปนู้เรื่องได้รุนทุดได้เฟื่อเอาเนี่ยพุ่มบุญปรามเนี้ยปลอมเตียงตาเซนกดบานมือขึ้นคลุนปราณบจีอ่อนคือปูกวดบานเคยกรอบโตละกำปุ้งแต่รถจุ่มวิ่งสัจระบจีอ่อนอันจังเฮ้ยได้เฟื่อเอาเนี่ยพุ่มเตียงอ๋อนู้มือเคยเฮ้ยวิปุจิจำลายคลังเมนเต้นเฮ้ยจีอ่อนคือกวดกึศแต่ปีศาจมันพร้อมชบนู้เลยดาวตาเมตกดโซดมนกีธาบันดาให้หนึ่งยกทุกปีศาจใส่วิเตรติกในเลือปูระบจีอ่อนขณะไปหนึ่งได้กวดกับบานยกสลักมาลูปีสันหลักโจดรู้แต่เลยครูนบจีออนเลยตีมวยคือปุ่มเคยมีเรื่องไอจำไรโนเต้ก่อปันท้ายเนไปเด็กกวดปลามาลูปีสันหลักนู้จูแต่เลยสบายจะบจีออนปีแต่ใบดองตีดดาวกดโซดมนกีทาวิจิเพลขนงดอมเปอร์พองไอพองหายกวดกับบ้านเลียมาลูเตียงปีสันหลักนุเมิลขณะไปหนึ่งหายได้เฟอร์ไอเนี่ยผมปลอมเตียงตาเซนปูกวดเตียงออกเนนู้คือสงะจัดหายหนึ่งรุนทดได้หายแต่ปูกวดเตียงออกเนนู้บานเมื่อเคยเอาไว้ไม่ย่างกำปุ้งแต่ในเลือสลักมาลูนูตีสาวตามกระเปิดเตอร์เอาไว้ได้ในเลือสลักมาลูนูวิคือเชียองกอลิงปัวลังขมายโดยจีจงจังเฟอร์ไอเนี่ยผมมันเนี่ยมันต้องไปปูกวดเคยแบบนู้ปูกวดกระจับประดามกึศถาโมลหายได้เฟอร์เอาจีออนกวดชื้อก็ปลัวแต่กวดกำปุ้งแต่เตอร์อำเภอระบอกเกนี่เองตาเมตคือกวดกึศแต่ปีดอกอำเภอในมณฑลขมายนูจำนายไอจีออนวิ่งคือกวดกึศแต่ปีไซตึงพิบชื่อจกจับมาในเจียมปีตาเจิงวิ่งได้กวดกำปุ้งแต่เฟอร์อำเภอดาอำปอนแต่เลจีออนขณะไปหนึ่งได้คือกวดบันข้างตาเมตจีคลังก็ปลัวแต่ตาเมตบันดอกอำเภอนูดาวตาเจิงกวดกับบานในเจตัวมุกอาสนะยังโตยระบอกกวดทามันไอนูตีอาเมทไงนี่ไอจุยวีต้นก็เป็นไตไงกร้อยก็มันประกาศถ้าไอจุยวีบานได้อันตุกอากาเอามีกอนรูเรียนมีชีวิตมาดองติดจ่อตาจึงบรรทบปีกวนในจีแบบนูหายกวดก็มันบ้านปลาระบอกติดจับกาแต่เลยจีออนติดไอนูได้หายกวดก็มันบ้านพิจัยพิจารอากุมอมอ้ามจมูกหนึ่งตาเมทนูเลยดาวซาแต่ตาจึงกดบ้านดังถ่าตาเมทมันเนี่ยนูก็มันน้อยนูได้ปีปรูธาสมบัยแต่โกบาระบตายึงได้กดปลาเอาแต่จับกาตามเมตได้ตามเมตกดดาตามเพลย์นมุกเตะระบกดเนอไปนุกรอนแต่ตามเมตกดปลาเชยชรระบกดวีตะลึกบาระบกโกบาระบตายึงเฟอเอาโกบากุมระบตายึงวีก็มันเห็นโจติจิตโจตกบายแต่ฝึกบาตามเมตนุได้มูลหายในหายเติมตายึงมันพิชาจมูกหนึ่งตามเมตปีปรูตายึงกดบานกึศถาเปอร์เซ็นต์แบบพิชาละกุมแบบนี้จะบาจิมีเนี่ยสลับมาค้างเจียจีมันคานอันจังหายกดสกจัดจามากาไงนามุ้ยกดดังเฟื่องเปิดด่าอัมป้อนแต่เลยจีออนมาดองตีดหายตามเมตกดกับบานจับยกอังกอลิงเจนปีสบายระบจีออนมันอย่างเจริญดาวกรอนแต่อังกอลิงได้กดดอมเปิดจับเจนปีสบายระบจีออนคือวิประหายเชียงปีแต่ใบกระดับไอโนหายจีออนกดกับจับดามทูสัสบายจีโดยเก็บใบแห่งจังกรอนแต่ทาจีออนกลายปีดอมเปิดนุหายคือกวดออกกำลังบันติดาวบรรทบปีตาเมตดอกมนขมายในอำเภอเจนปีคลุนปราณบกวดออกหายตาเมตกวดกับบานปรับเอาจีออนเกนูเตอร์ดาวจีออนขณะไปนึงก็ปรู้แต่กวดออกกำลังพ้องกวดกับบานบัดพนัยเก่งตาเซนหายหนึ่งเนี่ยพุ่มกับบ้านซูตึกกันตาเมตทายังไม่แต่หายจีออนกดทูสัสบายปีกาดอมเปิดมนขมายนุหายหรือเนื้อตาเมตกวดกับบานปรับตาเซนหายหนึ่งเนี่ยพุ่มทามันไอนูเต้ไอเลยนี่จีออนกดทูสัสบายจรันหายเฟอเอาตาเซนเนอไปได้ลืมมดแพะคลายระบกวดในจีแบบนู้คือกวดตรีออจีคลังดาวบ้านในจีอมปีกันลงไปนวิ่งคือวิจิงปีกระดาตรีเตอร์หายตาเมตกวดกับบานปรับตะกันในพุ่มติงออกนีนุท้าตลอดเตียวิงเตอร์คลายกระไรทาในยุบนู้มันดังทาเก้หนึ่งปลาไวหมกจับกาตะลึกกวดตีดไอนูได้ประสันบานีติงออกนีนุเตียวิงอาจหนึ่งมีสวัสดิภาพจรานเชียงในตีนี้ในไปนู้เนี่ยภูมิเนี่ยนี้ปูเกก็จับดาวน้อมเนี่ยได้จบไปเลยเตียระบตาเซนบรรทบมองเติบเตียระบปูเกเรียงคลูนตาเซนก็ปรู้แต่กดจังดังทาเนี่ยนะจีเนี่ยเฟื่องเปิดด่าปอนหมกเลยประปนบักกดโดยชนะกดกับบ้านในเจสุกสับตะกันตาเมธาอันสมานมันโคตรทาจีวีกับปุ่งแต่เตออำเภอระบอกเกมนหายไอ้ดังเตทาเนี่ยนะจีเนี่ยเฟื่องเปิดด่าหมกเลยประปนบักอันเขามีเนี่ยนาตีกลายปีเนี่ยได้ในกระบายเตียระบอกไอ้นี่เองหายประปนบักไอ้บานฟื้นไอ้ตะเลยกี
បានជាគេប្រើអង្គលីងធ្វើមកលើប្រពន្ធរបស់ឯងដូច្នេះមកយ៉ាងវិញទៀតអង្គលីងដែលគេដាក់មកនេះគឺវាក្តៅណាស់គ្នាក៏មិនដឹងថាយាយវាធ្វើអីទៅលើគេទេប៉ុន្តែបើតាមគ្នាស្មានវិញកន្លងមកអ្នកផ្ទះដែលធ្វើអំពើមកលើប្រពន្ធគ្នានេះគឺចូលចិត្តមកខ្ចីអង្គគ្នាណាស់និយាយទៅពួកគេតែងតែខ្ចីអង្គមិនថាអង្គផ្ទះគ្នាឬក៏អង្គអ្នកចិត្តខាងផ្សេងទេមកយ៉ាងវិញទៀតជាពិសេសនោះគឺមិនដែលសងនោះឡើយខ្ចីបាត់តែម្ដងគ្នាសង្ស័យតែម៉ែវាធ្វើអីមិនគប់ចិត្តទៅលើគេហើយបានជីដល់ថ្នាក់នឹងតាមេតនៅពេលដែលឮបែបនោះហើយគាត់ក៏ចាប់ផ្ដើមយល់ពេញមួយយប់នោះពួកគាត់ក៏ពុំបានជួបរឿងចម្លែកអ្វីដែលគេប្រើមកអីនោះទេលុះនៅពេលព្រឹកឡើងយាយអូនគាត់ក៏បានភ្ញាក់ដឹងខ្លួនមកវិញសភាពលក្ខណៈរបស់គាត់នៅពេលនោះគឺស្រស់បោះធម្មតាហើយអាចពិសាបាយពិសាទឹកបានវិញអញ្ចឹងហើយតាសេនពេលនោះគឺគាត់ពិតជាត្រេកអរជាខ្លាំងស្របពេលនោះតាមេតក៏ព្រោះតែគាត់ឃើញថាយាយអូនក៏ធូរសះស្បើយច្រើនហើយគាត់ក៏បានសុំតាសេនត្រឡប់ទៅផ្ទះរបស់គាត់វិញនៅព្រឹកព្រលឹមនោះខណៈពេលដែលតាសេនគាត់កំពុងតែដើរតាមផ្លូវទល់មុខផ្ទះរបស់តាយឹងពេលនោះតាយឹងដែលគាត់កំពុងតែអង្គុយនៅកាំជណ្ដើរមុខផ្ទះគ្រាន់តែឃើញតាមេតដើរតាមផ្លូវនោះហើយគាត់ក៏បានសម្លឹងទៅកាន់តាមេតយ៉ាងថ្មែរមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានក្រៀតថ្មិញហាក់បីដូចជាខឹងទៅលើតាមេតជាខ្លាំងតាមេតស្របពេលនោះគឺគាត់ដើរតាមផ្លូវធ្វើមិនដឹងរហូតដល់គាត់ក៏បានដើរទៅដល់ផ្ទះរបស់គាត់នៅឯចុងភូមិរយៈពេលកន្លះឆ្នាំក្រោយមកអ៊ំប្រុសដែលគាត់ចែករំលែកអំពីគ្រួសាររបស់គាត់ក៏បាននិយាយបន្តទៀតថាម្ដាយរបស់គាត់ដែលឈ្មោះថាជីអនពេលនោះដែរគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺម្ដងទៀតពេលនោះតាមេតដែលជាខ្លារបស់តាសេនគឺពុំបាននៅក្នុងភូមិនោះទៀតអីនោះដែរនិយាយទៅគឺគាត់បានទៅរស់នៅកន្លែងផ្សេងទៀតធ្វើឲ្យតាសេនគាត់ក៏មិនដឹងថាជួយយ៉ាងម៉េចទៅលើប្រពន្ធរបស់គាត់ដំណឹងថាយាយអូនឈឺនេះឯងដែលធ្វើឲ្យអ៊ំប្រុសដែលគាត់ចែករំលែកសាច់រឿងមួយនេះទាំងគាត់ហើយនឹងបងរបស់គាត់ក៏បាននាំគ្នាត្រឡប់មកពីភ្នំជីវិញដោយអ៊ំប្រុសដែលគាត់ចែករំលែកមកនេះគាត់ថាក្នុងសម័យនោះគឺគ្មានឡានគ្មានម៉ូតូអីនោះទេហើយម្យ៉ាងវិញទៀតផ្លូវធ្វើដំណើរមានតែរុករានព្រៃដើរនេះឯងបើទោះបីជាមានឡានឬក៏ម៉ូតូសម្រាប់ជិះក៏ពិបាកនឹងធ្វើដំណើរដែរមិនត្រឹមតែប៉ុណ្ណោះក៏អាចជួបខ្មែរក្រហមដែលនៅសល់បន្តិចបន្តួចនៅក្នុងព្រៃអញ្ចឹងហើយវាពិតជាប្រឈមនឹងគ្រោះថ្នាក់នៃការធ្វើដំណើរនេះណាស់តែដែលហេតុតែលេចដំណឹងថាម្ដាយរបស់គាត់ឈឺធ្ងន់ធ្ងរនេះឯងទៅពួកគាត់ស៊ូធ្វើដំណើរនោះដោយគាត់ថាតម្រាំទៅធ្វើដំណើររុករានព្រៃមកដល់ស្រុកភូមិរបស់គាត់គឺប្រើរយៈពេលប្រហែលជាងកន្លះខែនោះដោយបាននិយាយអំពីអាការៈរបស់យាយអូននៅពេលនោះវិញរយៈពេលដែលគាត់ចាប់ផ្ដើមឈឺនោះប្រហែលជាង 4-5 ថ្ងៃទៅហើយស្ថានភាពរបស់គាត់នៅពេលនោះគឺក្រញ៉ង់ដៃហើយនឹងវិកមុខវិកមាត់យ៉ាងចម្លែកតាសេនគឺគាត់ខំស្វែងរកគ្រូជាច្រើនទៅហើយដើម្បីឲ្យមកមើលពីអាការៈរបស់ប្រពន្ធរបស់គាត់តាមការពិតទៅបើតាមអ៊ំប្រុសដែលគាត់ចែករំលែកសាច់រឿងមួយនេះនៅក្នុងភូមិនោះសម្បូរណាស់អ្នកដែលចេះរបៀនមន្តអាគមអ៊ំអាមផ្លូវក្នុងដោយអ្នកខ្លះត្បិតតែគេចេះវិជ្ជាទាំងនោះពិតមែនក៏ប៉ុន្តែគេមិនបានប្រើវិជ្ជាទាំងអស់នោះទៅធ្វើបាបអ្នកដទៃនោះដែរចំណែកឯអ្នកខ្លះវិញចេះវិជ្ជាទាំងអស់នោះរហូតដល់คล้ายទៅជាធ្មប់ភាគច្រើនចូលចិត្តណាស់ផ្ដន់ទាធ្វើបាបដល់អ្នកភូមិខ្លួនឯងដោយជាតាយើងជាដើមដែលគាត់អអន់សម្ពន្ធចិត្តខ្ចីអង្គពីយាយអូនមិនបានរហូតដល់គាត់ឈ្នានេះធ្វើអំពើដាក់អំពាន់ទៅលើយាយអូនដោយមិនព្រមបញ្ឈប់នោះឡើយតាសេនគាត់ក៏បានទៅរកអ្នកចិត្តខាងនៅក្នុងភូមិនោះដើម្បីជួយដោះអំពើដែរក៏ប៉ុន្តែអ្នកដែលចេះមន្តអាគមអ៊ំអាមនៅពេលដែលឃើញដូច្នោះពួកគេពុំហ៊ានដោះអំពើនោះឡើយពីព្រោះតែគេដឹងថាអំពើមន្តខ្មៅនោះគឺជារបស់តាយើងមកចាំវិញទៀតអ្នកដែលចេះមន្តអាគមអ៊ំអាមនោះគ្រាន់តែឃើញបែបនោះអ្នកខ្លះក៏បានក្រវីក្បាលដោយហេតុតែពួកគាត់ទាំងនោះមិនចង់មានរឿងជាមួយនឹងតាយើងប៉ុន្តែប្រសិនបើតាមេតវិញគឺគាត់មិនបានខ្វាយខ្វល់ថាអ្នកណាជាអ្នកធ្វើអំពើអីនោះទេឲ្យតែគាត់អាចជួយបានគឺគាត់នឹងជួយនិយាយទៅវិជាអ៊ំអាមអាគមផ្លូវក្នុងរបស់តាមេតដោយដែលយើងដឹងស្រាប់ហើយថាគឺគាត់មិនណយនោះឡើយដូច្នេះហើយទៅតាយើងមិនបានធ្វើអំពើដាក់អំពាន់មកលើយាយអូនអស់រយៈពេលកន្លះឆ្នាំតែនៅពេលដែលតាមេតគាត់ចាក់ចេញពីភូមិនោះទៅរស់នៅកន្លែងផ្សេងដែលឆ្ងាយពីភូមិនោះខ្លាំងមែនទែនអញ្ចឹងហើយដែលធ្វើឲ្យតាសេនគាត់ក៏មិនបានដឹងថាតាមេតដែលជាខ្លារបស់គាត់នៅឯណានោះឡើយហើយបាននិយាយអំពីអាការៈរបស់យាយអូននៅពេលនោះគឺកាន់តែយ៉ាប់យ៉ឺនទៅ
អញ្ចឹងហើយតាសេនក៏ព្រោះតែឃើញថាប្រពន្ធរបស់គាត់ឈឺបែបនេះគាត់ក៏បានដើរសម្ដៅទៅកាន់ផ្ទះរបស់អ្នកជិតខាងអ្នកជិតខាងនេះគឺចង់សម្ដៅទៅដល់ផ្ទះរបស់តាយើងតាសេនគ្រាន់តែគាត់ដើរទៅដល់មុខផ្ទះរបស់តាយើងភ្លាមគាត់ក៏បានស្រែកហៅតាយើងពីមុខកម្មចិន្តាដោយតាសេនគាត់បានស្រែកហៅទៅកាន់តាយើងថាម្ចាស់ផ្ទះអើយម្ចាស់ផ្ទះអាយើងឯនៅផ្ទះដែរឬអត់ខណៈពេលហ្នឹងតាយើងហើយនឹងប្រពន្ធរបស់គាត់ក៏បានដើរទៅមាត់ទ្វារផ្ទះពេលហ្នឹងដែរតាយើងគាត់ក៏បានឆ្លើយតបទៅកាន់តាសេនថាអញនៅផ្ទះតើហើយឯងមកផ្ទះអញមានការអីមែនទេយើងអញមកនេះគឺអញមកសុំអង្វរឯងអញដឹងថាឯងកំពុងតែធ្វើអីទៅលើប្រពន្ធអញហើយបានជាប្រពន្ធអញឈឺដល់ថ្នាក់នឹងអញសុំអង្វរឯងទៅចោះឈប់ធ្វើបែបនេះទៅលើប្រពន្ធអញទៅស្អីអាសេនអញដូចជាមិនយល់ឯងទេឯងនិយាយបែបនេះចង់មានន័យថាយ៉ាងម៉េចហើយអញបានតែធ្វើអីមីក្អូនកុំគិតណាថាមីក្អូនឈឺនេះគឺដោយសារតែអញបើមិនមែនជាឯងទេតើជាអ្នកណាដែលធ្វើធ្មប់ដាក់អំពើមកលើប្រពន្ធរបស់អញអាសេនឯងហ៊ានចោទថាអញធ្វើអំពើដាក់អំពាន់ទៅលើប្រពន្ធរបស់ឯងហើយឯងដឹងមកពីណាថាអញជាអ្នកធ្វើអំពើដាក់ទៅលើប្រពន្ធរបស់ឯងទាំងដែលអញមិនបានចេះវិជ្ជាទាំងអស់នោះសូម្បីតែបន្តិចស្រួលមិនស្រួលប្រពន្ធរបស់ឯងឈឺធម្មតាក៏ប៉ុន្តែឯងហ៊ានមកចោទអញថាជាអ្នកធ្វើអំពើដាក់អំពាន់ទៅលើប្រពន្ធរបស់ឯងទៅវិញតាសេននៅពេលនោះដែរបើទោះបីជាគាត់ខំនិយាយជាមួយនឹងតាយើងយ៉ាងណាក៏ដោយក៏តាយើងគាត់នៅតែឆ្លើយថាគឺគាត់មិនដឹងនោះឡើយទាំងទឹកមុខរបស់តាយើងនៅពេលនោះហាក់បីដូចជាខឹងក្រោធទៅលើតាសេនជាខ្លាំងតាសេននៅពេលនោះដែរគាត់ក៏បានដើរចេញពីផ្ទះរបស់តាយើងទាំងទឹកមុខរបស់គាត់គឺក្រៀមក្រំដោយតាមកំពិតទៅនៅក្នុងភូមិនោះអ្នកណាក៏បានដឹងច្បាស់ថាតាយើងគាត់គឺជាអ្នកចេះមន្តវិជ្ជាផ្លូវក្នុងស្មុកគ្រោកទាំងអស់នោះគ្រាន់តែថាមិនមានអ្នកណាម្នាក់ហ៊ាននិយាយខុសមាត់ខុសកជាមួយនឹងគាត់ឡើយមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគាត់ហើយនឹងប្រពន្ធរបស់គាត់ដែលខ្ចីអង្គអ្នកភូមិគឺគាត់តែងតែខ្ចីបានគឺកម្រថាខ្ចីមិនបានណាស់ក៏ព្រោះតែពួកគេខ្លាចទៅលើតាយើងនេះឯងនៅជប់ចន្លោះប្រហែលជាម៉ោង 7 ទៅម៉ោង 8 តាសេនខណៈពេលដែលគាត់កំពុងតែច្របាច់ដៃច្របាច់ជើងទៅលើយាយអនសុកក៏ស្រាប់តែតាសេនគាត់ក៏បានមើលឃើញស្រមោលខ្មៅអ្វីមួយកំពុងតែហោះមករកគាត់ទីសោតស្រមោលខ្មៅនោះគឺវាហោះចូលទៅតាមមាត់ទ្វារផ្ទះរបស់គាត់នេះឯងស្របពេលនោះក៏ស្រាប់តែស្រមោលខ្មៅនោះហោះទៅបុកទ្រូងរបស់គាត់មួយទំហឹងនៅពេលដែលគាត់ស្លងអារម្មណ៍សម្លឹងមើលទៅកាន់ស្រមោលខ្មៅនោះអញ្ចឹងហើយតាសេនគាត់ក៏បានបន្លឺសំឡេងសម្រែកបានមួយវាសហើយគាត់ក៏បានប្រកាច់ប្រកិនក្អួតឈាមដេកនៅលើរនាបផ្ទះយាយអូនត្បិតតែគាត់ឈឺក្រញ៉ង់ដៃហើយនឹងវីកមាត់ក៏ពិតមែនតែគាត់ក៏បានស្ទុះទាំងពីរបាតទៅមើលតាសេនទាំងដែលគាត់ភ័យស្លន់ស្លោស្រែកហៅមនុស្សឲ្យទៅជួយក៏ប៉ុន្តែដោយសារតែសំឡេងសម្រែកដែលគាត់ស្រែកហៅឲ្យគេជួយនោះគាត់ស្រែកហៅបន្លឺសំឡេងបានតិចក៏ព្រោះតែមាត់របស់គាត់កំពុងតែវីកអញ្ចឹងហើយដែលធ្វើឲ្យអ្នកភូមិនៅផ្ទះជិតខាងក្បែរនោះពួកគេមិនបានឮសំឡេងរបស់គាត់ស្រែកហៅឲ្យពួកគេជួយនោះឡើយក៏ប៉ុន្តែមិនយូរប៉ុន្មានតាសេនគាត់ក៏បានបញ្ចេញសំឡេងសម្រែកម្ដងទៀតយ៉ាងខ្លាំងហើយសំឡេងសម្រែករបស់គាត់ស្រែកយ៉ាងខ្លាំងនេះឯងដែលជាសំឡេងសម្រែកចុងក្រោយរបស់គាត់ពីព្រោះថានៅពេលដែលគាត់ស្រែកនោះគឺដកដង្ហើមឆ្កាមន់ដាច់ខ្យល់ស្លាប់នៅពេលនោះឯងតែម្ដងពេលនឹងហើយក៏មានអ្នកជិតខាងក្បែរផ្ទះរបស់គាត់ម្នាក់ក៏បានដើរមកមើលនៅពេលដែលដើរឡើងទៅលើផ្ទះឃើញតាសេនកំពុងតែដេកស្ដុកស្ដឹងស្លាប់យ៉ាងអនុយធមបែបនេះអ្នកជិតខាងម្នាក់នោះក៏បានប្រញាប់ប្រញាល់ដើរចុះពីលើផ្ទះរបស់យាយអូនដោយគាត់បានដើរទៅប្រាប់អ្នកភូមិឲ្យមកជួយមើលពីអាការៈរបស់តាសេនអញ្ចឹងហើយដែលធ្វើឲ្យអ្នកភូមិជាច្រើនផ្អើលឆោឡោនាំគ្នាទៅផ្ទះរបស់តាសេននិងយាយអូននៅពេលដែលពួកគេបានទៅដល់ឃើញពីស្ថានភាពរបស់តាសេនធ្វើឲ្យពួកគេម្នាក់ក៏បានរន្ធត់ចិត្តស្ទើរតែមិនគួរឲ្យចង់ជឿថាតាសេនគឺគាត់ដល់ថ្នាក់នឹងពីព្រោះថាកន្លងមកកាយសម្បទារបស់តាសេនគឺរឹងមាំមិនដែលមានអាការៈឈឺអីនោះទេពេលហ្នឹងក៏បានធ្វើឲ្យអ្នកភូមិពួកគេសង្ស័យថាតាសេនគឺគាត់កំពុងតែត្រូវអំពើរបស់គេដែលគេធ្វើផ្ដាច់យកជីវិតគាត់នេះវាពិតជាសាហាវខូខើខ្លាំងមែនទែនមូលហេតុដែលអ្នកភូមិទាំងនោះសង្ស័យបែបនេះពីព្រោះថានៅក្នុងថ្លុកឈាមដែលតាសេនគាត់បានក្អួតចេញមកនោះគឺពោពេញទៅដោយកំទេចដែកអញ្ចឹងហើយដែលធ្វើឲ្យពួកគេជឿជាក់ហើយនឹងច្បាស់ថាតាសេនគឺគាត់កំពុងតែត្រូវអំពើរបស់គេនេះឯងធ្វើឲ្យយាយអូនគាត់ក៏បានហួសចិត្តយំស្ទើរតែមិនចាញ់ក៏ព្រោះតែមាត់របស់គាត់វាច
អញ្ចឹងហើយអ្នកភូមិម្នាក់ពួកគេក៏ចាប់ផ្ដើមនាំគ្នារៀបចំធ្វើបុណ្យសាកសពតាសេននៅខណៈពេលនឹងដែរតាយើងហើយនឹងប្រពន្ធរបស់គាត់ដើរទៅផ្ទះរបស់តាសេនហាក់បីដូចជាគាត់ពុំបានដឹងថាមានរឿងអីកើតឡើងទៅលើតាសេនអញ្ចឹងអ្នកភូមិម្នាក់ដោយហេតុតែពួកគេឃើញថាតាយើងហើយនឹងប្រពន្ធរបស់គាត់ដើរមកផ្ទះរបស់តាសេនអ្នកខ្លះក៏បានសម្លឹងមើលទៅកាន់តាយើងទាំងចម្លែកហើយប្រពន្ធរបស់តាយើងគាត់ក៏បានសួរទៅកាន់អ្នកភូមិថាតើមានរឿងអីកើតឡើងមែនទេហើយក៏មានអ្នកភូមិខ្លះពួកគេក៏បានឆ្លើយតបទៅកាន់ប្រពន្ធរបស់តាយើងថាតាសេនគឺគាត់បានបាត់បង់ជីវិតហើយមិនដឹងថាគាត់ស្លាប់ដោយសារអ្វីនោះឡើយស្របពេលនោះដែរប្រពន្ធរបស់តាយើងគាត់ក៏បានភ្ញាក់ផ្អើលទាំងតាយើងហើយនឹងប្រពន្ធរបស់គាត់ហាក់បីដូចជាពុំបានដឹងថាតាយើងស្លាប់នោះទេអញ្ចឹងហើយពួកគាត់ទាំងពីរនាក់ក៏បានប្រញាប់ប្រញាល់ឡើងទៅលើផ្ទះរបស់តាសេនបើតាមអំប្រុសដែលគាត់ចែករំលែកមកនេះនៅពេលដែលម្ដាយរបស់គាត់ឃើញតាយើងឡើងទៅលើផ្ទះរបស់គាត់ភ្លាមយាយអូនដែលជាម្ដាយអំប្រុសម្នាក់នោះគាត់ក៏បាននិយាយមិនសូវជាច្បាស់ដោយសំឡេងកងូថាឆាប់ចុះពីលើផ្ទះរបស់គាត់ទៅមិនបាច់ចាំធ្វើខ្លួនល្អមកមើលប្តីរបស់គាត់ទេពេលហ្នឹងក៏បានធ្វើឲ្យអ្នកភូមិខ្លះគេក៏បានហាមឃាត់កុំឲ្យយាយអូននិយាយបែបនោះអញ្ចឹងហើយតាយើងនឹងប្រពន្ធរបស់គាត់ក៏បានដើរចុះពីលើផ្ទះទាំងខឹងបន្ទាប់មកដើរសម្ដៅទៅកាន់ផ្ទះរបស់គាត់វិញហើយអ្នកភូមិម្នាក់ពួកគេក៏មិនបានខ្វាយខ្វល់ពួកគាត់នោះឡើយ2 ទៅ 3 ថ្ងៃក្រោយមកបន្ទាប់ពីធ្វើបុណ្យសាកសពតាសេនរួចរាល់ហើយក៏ស្រាប់តែដំណឹងនេះក៏បានឮដល់តាមេតគាត់ក៏បានមកផ្ទះរបស់តាសេននៅពេលដែលបានមកដល់ឃើញថាខ្លារបស់គាត់ពិតជាស្លាប់ពិតមែនខណៈពេលហ្នឹងក៏បានធ្វើឲ្យគាត់សង្វេគចិត្តខ្លាំងមែនទែនហើយយាយអូននៅពេលដែលគាត់ឈឺវីកមុខវីកមាត់គឺគាត់នៅអាចកម្រើកដៃកម្រើកជើងបានធម្មតានោះទេដោយគាត់និយាយទាំងមិនសូវច្បាស់ប្រាប់ទៅកាន់តាមេតថាតាសេនមិនដឹងថាកើតអ្វីនោះទេក៏ស្រាប់តែគាត់ក៏បានប្រកាច់រហូតដល់ក្អួតឈាមស្លាប់តែម្ដងអញ្ចឹងហើយតាមេតគាត់ក៏បានយល់ដោយគាត់បានដឹងថាគេច្បាស់ជាប្រើព្រួញស្នាតេះដើម្បីបាញ់ផ្ដាច់ជីវិតទៅលើតាសេនហើយអ្នកដែលប្រើអំពើមុនខ្មៅនោះគឺជាមិនផុតពីតាយើងនោះទេអញ្ចឹងហើយតាមេតគាត់ក៏បានសួរទៅកាន់យាយអូនថាកន្ទេលណាដែលតាសេនគាត់ចូលចិត្តដេកយាយអូនគាត់ក៏បានចង្អុលទាំងដៃក្រញ៉ង់ប្រាប់ទៅកាន់តាមេតហើយកន្ទេលនោះដែរក៏ធ្លាប់ក្រាលដាក់សាកសពរបស់តាសេនផងដែរអញ្ចឹងហើយតាមេតគាត់ក៏បានសុំកន្ទេលហើយនឹងខ្នើយកាយរបស់តាសេនមើលទៅប្រហែលជាគាត់មានគោលបំណងអ្វីមួយហើយមិនត្រឹមតែប៉ុណ្ណោះតាមេតគាត់ក៏បានមើលពីអាការៈរបស់យាយអូនដោយគាត់បាននិយាយថាយាយអូនកំពុងតែត្រូវអំពើធ្មប់របស់គេក៏ប៉ុន្តែអំពើមុនខ្មៅនោះគឺគេគ្រាន់តែធ្វើឲ្យឈឺរ៉ាំរ៉ៃមិនដល់ថ្នាក់ស្លាប់នោះទេហើយគាត់ថាបើទោះបីជាគាត់ដោះបានក៏មិនអាចជាធូរសះស្បើយដូចដើមវិញបាននោះដែរតាមេតបន្ទាប់ពីគាត់និយាយបែបនោះគាត់ក៏បានយកខ្នើយហើយនឹងកន្ទេលដើរសម្ដៅទៅកាន់ផ្ទះចាស់នៅឯចុងភូមិដែលគាត់ខាននៅអស់រយៈពេល3ខែទៅហើយពីព្រោះតែគាត់បានទៅនៅជាមួយនឹងកូនរបស់គាត់នៅកន្លែងផ្សេងមិនយូរប៉ុន្មានយប់ក៏បានមកដល់នៅចន្លោះប្រហែលជាម៉ោង 9 ទៅម៉ោង 10 យប់តាមេតគាត់ក៏បានយកកន្ទេលហើយនឹងខ្នើយដាក់នៅទល់មុខអាសនៈរបស់គាត់បន្ទាប់មកគាត់ក៏បានអង្គុយធ្វើពិធីកម្មសូត្របរិកម្មគាថាអ្វីម្យ៉ាងខណៈពេលដែលគាត់សូត្រមន្តគាថានោះគាត់ក៏បានយកភ្លើងទៀនអុជដុតទៅលើកន្ទេលខ្នើយដែលក្រាលដាក់សាកសពតាសេនដោយបើនិយាយអំពីតាយើងស្របពេលដែលគាត់កំពុងតែគេងនៅលើផ្ទះសុកក៏ស្រាប់តែគាត់ក៏ចាប់ផ្ដើមក្តៅខុសប្លែកពីធម្មតាហើយគាត់ក៏បានស្រែកយ៉ាងខ្លាំងធ្វើឲ្យប្រពន្ធរបស់គាត់នៅពេលនោះក៏បានភ្ញាក់ពីដេកពេលហ្នឹងគាត់ក៏បានសួរទៅកាន់តាយើងថាតើតាយើងកំពុងតែកើតអ្វីដោយតាយើងក៏ព្រោះតែគាត់ក្តៅររាពេញលើរូបរាងកាយខ្លាំងពេករហូតដល់រនីរណោពេញរនាផ្ទះគឺគាត់គិតតែពីស្រែកថាក្តៅណាស់ដោយមិនបាននិយាយអ្វីច្រើនទៅកាន់ប្រពន្ធរបស់គាត់នោះទេដោយគាត់បានរនីរណោទៅដល់មុខអាសនៈរបស់គាត់ហើយគាត់ក៏បានខំសូត្រនៅមន្តគាថាដើម្បីរំដោះចេញពីមន្តខ្មៅនៃអំពើដែលវាបានបកត្រឡប់មករកគាត់វិញនៅពេលនោះបើទោះបីជាគាត់ខំសូត្រមន្តគាថាដើម្បីរំដោះខ្លួនចេញពីមន្តខ្មៅនោះយ៉ាងណាក៏ដោយក៏គាត់នៅតែមិនអាចទប់ទល់បានរហូតដល់គាត់ស្រែកដាច់ខ្យល់ស្លាប់ភ្លាមនោះតែម្ដងទៅនិយាយទៅផលនៅកម្ពុជាដែលគាត់សាងទាំងប៉ុន្មានវាក៏បានត្រឡប់មករកគាត់វិញ
នៅពេលនឹងដែរប្រពន្ធរបស់តាយើងក៏បានស្រែកហៅអ្នកភូមិឲ្យទៅមើលប្តីរបស់គាត់ក៏ប៉ុន្តែមានតែអ្នកភូមិ2ទៅ3នាក់តែប៉ុណ្ណោះដែលពួកគេទៅផ្ទះរបស់តាយើងនិយាយទៅគឺខុសស្រឡះពីខ្មោចតាសេនដោយនៅពេលដែលគាត់ស្លាប់មានអ្នកភូមិជាច្រើននាក់បានទៅចូលរួមសោកស្ដាយគាត់ហើយយាយអូននៅពេលដែលគាត់ដឹងថាតាយើងម្នាក់នោះស្លាប់គឺគាត់ក៏មិនបានត្រេកអរហើយក៏មិនបានគុំគួនអីនោះទេហើយគាត់ក៏ចាប់ផ្ដើមសង្ស័យថាតាមេតដែលគាត់យកខ្នើយហើយនឹងកន្ទេលក្រាសាកសពប្តីរបស់គាត់ទៅធ្វើពិធីអ្វីមួយយ៉ាងហើយបានគ្រាន់តែគាត់យករបស់ទាំងនោះទៅក៏ស្រាប់តែតាយើងគាត់ស្លាប់បែបនេះនៅពេលដែលគេបូជាដុតសាកសពរបស់តាយើងគឺមានតែអ្នកភូមិប្រុស4-5នាក់តែប៉ុណ្ណោះលើកសាកសពរបស់តាយើងទៅបូជាដោយនៅពេលដែលគេបូជាតាយើងគឺដុតសាកសពរបស់តាយើងមិនឆេះនោះទេទាល់តែតាអាចារ្យនៅក្នុងភូមិនោះប្រាប់ឲ្យប្រពន្ធរបស់គាត់យករបស់របរដែលតាយើងគាត់ធ្លាប់ប្រើដូចជាអាសនៈទៅដុតជាមួយនឹងសាកសពតាយើងទៅសាកសពតាយើងឆេះពេលនឹងបន្ទាប់ពីធ្វើបែបនោះហើយក៏ស្រាប់តែដុតសាកសពរបស់តាយើងឆេះពិតមែនក្រោយមកអ៊ំប្រុសដែលគាត់ចែករំលែកសាច់រឿងមួយនេះគាត់ក៏បានត្រឡប់មកពីភ្នំជីមកដល់ផ្ទះនៅពេលដែលគាត់ហើយនឹងបងមកដល់ផ្ទះគឺហួសចិត្តខ្លាំងមែនទែនពីព្រោះតែតាសេនដែលជាឪពុករបស់គាត់គឺបានស្លាប់បាត់ទៅហើយចំណែកឯជីអូនដែលជាម្ដាយរបស់គាត់ក៏ឈឺធ្ងន់ធ្ងរណាស់ដែរគាត់ថាពេលនោះពួកគាត់បានត្រឹមតែស្រក់ទឹកភ្នែកលីងលងដែលមកមិនទាន់ដង្ហើមឪពុករបស់គាត់ចុងក្រោយហើយពួកគាត់ទាំង5នាក់ក៏ចាប់ផ្ដើមនាំគ្នារកវិធីដើម្បីជួយព្យាបាលយាយអូនតែនៅពេលតាមេតគាត់មកមើលពីអាការៈរបស់យាយអូនម្ដងទៀតគាត់ក៏បាននិយាយខ្សឹបទៅកាន់អ៊ំប្រុសដែលចែករំលែកសាច់រឿងនេះថាมันបាច់ចំខំព្យាបាលអីនោះទេពីព្រោះថាជំងឺមួយនេះមើលមិនជានោះឡើយអញ្ចឹងហើយក៏បានធ្វើឲ្យអ៊ំប្រុសដែលគាត់ចែករំលែកសាច់រឿងមួយនេះគាត់ក៏បានអស់សង្ឃឹមពីមួយថ្ងៃទៅមួយថ្ងៃអាការៈរបស់យាយអូនក៏កាន់តែធ្ងន់ធ្ងរឡើងរហូតដល់គាត់ក៏បានស្លាប់មួយចំហៀងខ្លួនយូរទៅរយៈពេល1ឆ្នាំយាយអូនគាត់ក៏បានស្លាប់តាមក្រោយប្តីរបស់គាត់ទៅចំណែកឯប្រពន្ធរបស់តាយើងនៅក្នុងភូមិគឺគ្មានអ្នកណាចូលចិត្តគាត់នោះឡើយម្នាក់នៅក្នុងភូមិពួកគេមានតែស្អប់ត្បិតតែថាគាត់មិនធ្លាប់ធ្វើអ្វីទៅលើពួកគេយ៉ាងណាក៏ដោយអញ្ចឹងសាច់រឿងរបស់អ៊ំប្រុសដែលគាត់ចែករំលែកមកនេះក៏សូមបញ្ចប់តែប៉ុណ្ណេះស្ដាប់ដោយប្រើបញ្ញានិងការពិចារណាមុននឹងជឿលើរឿងអ្វីមួយខ្ញុំបាទក៏មិនបានជំរុញឲ្យអ្នកទាំងអស់គ្នាជឿលើរឿងទាំងនេះដែរចាប់ទុកថាសាច់រឿងអ៊ំប្រុសដែលគាត់ចែករំលែកមកនេះវាជារឿងនិទានស្ដាប់លេងកម្សាន្តទៅចុះហើយប្រសិនបើមានពាក្យពេចន៍មិនសមរម្យនៅចំណុចណាមួយក៏សូមអធ្យាស្រ័យដល់ខ្ញុំបាទផងជាចុងក្រោយរាត្រីស្ងាត់សូមអរគុណនិងសូមជម្រាបលា